សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថាប្រុសស្មោះក៏បានដែរនៅថ្ងៃនេះដែរអេមីនឹងយករឿងថ្មីមួយទៀតហើយមកសម្រាប់ជូនអ្នកទាំងអស់គ្នាបានមើលសម្រាប់រឿងថ្មីមួយនេះអេមីសូមដាក់ចំណងជើងថាឆ្លងភពទទួលបានសមត្ថភាពការវាតម្លៃបណ្ដោះអាសន្នបើសិនជាគ្នាយើងចង់ដឹងថាសាច់រឿងមួយនេះវាល្អមើលយ៉ាងណាមកតាមដានជាមួយមីទាំងអស់គ្នាមកក៏ប៉ុន្តែមុនចូលសាច់រឿងនោះបើសិនជាគ្នាយើងណាដែលមានអំណងថាចង់ donate មកកាន់អេមីនេះនោះអេមីដាក់ QR នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តមកដល់មីនឥឡូវនេះដែរយើងកុំឲ្យចាំពេលវេលាយូរយើងចូលសាច់រឿងរបស់យើងគឺតែម្ដងផ្ដើមពីសាច់រឿងរបស់យើងដំបូងដែលគេបង្ហាញអំពីក្មេងប្រុសម្នាក់ដែលមានឯកសណ្ឋានជាសិស្សសាលាកំពុងតែរកគេអំពីសត្វទន្សាយស្នែងក្មេងប្រុសម្នាក់ហ្នឹងកំពុងតែឆ្ងល់ហើយថាគាត់កំពុងតែស្ថិតនៅឯណាក៏ប៉ុន្តែហេតុអីបានជាសត្វចម្លែកមួយនេះកំពុងតែដេកតាមមកកាន់គាត់អញ្ចឹងមានអីស្រាប់តែ system របស់គាត់ក៏ចាប់ផ្ដើមនិយាយប្រាប់តែម្ដងថាសត្វដែលបានវាប្រហាំមកកាន់គាត់នៅពេលនេះគឺជាសត្វទន្សាយស្នែងហើយ level របស់វាគឺមានតែមួយតែប៉ុណ្ណោះខណៈពេលហ្នឹងក៏បានរអិលជើងស្របពេលទន្សាយស្នែងបានហក់បុកមកកាន់គាត់ប៉ុន្តែចៃដន្យអីស្នែងរបស់វាបានហក់បុកជាប់ជាមួយនឹងកតាបរបស់តួប្រុសរបស់យើងហើយតួឯករបស់យើងគឺបានដួលពីលើវាតែម្ដងបណ្ដាលឲ្យសត្វទន្សាយស្នែងត្រូវបានស្លាប់មួយកន្លែងវ៉ាវសិតតែស្លាប់តាមពិតទៅងាប់ទៅល្អជាងកាប់បង្ហាញមកកន្លែងទីតាំងមួយទៀតដែលយើងគិតថាមានកញ្ញាអែលម្នាក់កំពុងតែដើរនៅក្នុងព្រៃតែម្នាក់ឯងភ្លាមស្រាប់តែមានសម្លេងអ្វីមួយបាននិយាយប្រាប់មកកាន់នាងថានៅទិសខាងកើតគឺមានរបស់ដែលមានតម្លៃបានធ្លាក់នៅទីនោះដូច្នោះនាងគួរតែទៅជួយសង្គ្រោះផងអញ្ចឹងហើយធ្វើឲ្យកញ្ញាអែលពិតជាឆ្ងល់មែនតើថារបស់ដែលមានតម្លៃហ្នឹងគឺជាអ្វីទៅឆ្ងល់មិនតាន់បានប្រមាណផងស្រាប់តែលាអើរបស់នាងចាប់ផ្ដើមប្រេះបាយតែម្ដងដោយសារតែដើមទ្រូងរបស់នាងគឺវាធំខ្លាំងពេកហេតុតែគេកូនអ្នកធំណោះអញ្ចឹងហើយការស្លៀកពាក់អីគឺត្រូវតែរកសាយឲ្យធំតាមនឹងផងដែរត្រឡប់មកកន្លែងតួឯករបស់យើងនៅវិញក៏កំពុងតែឆ្ងល់ផងដែរថាក៏កំពុងតែនៅឯណាហើយក៏បានដកទូរស័ព្ទរបស់គាត់ដើម្បីមកមើលអញ្ចឹងទៅហើយក៏បានកត់សម្គាល់ឃើញថាអត់មានសេវានោះទេអ្វីដែលជាចម្ងល់សម្រាប់គាត់នៅពេលនេះគឺថាមានសម្លេងមកប្រាប់មកកាន់គាត់នឹងឯងអញ្ចឹងហើយអាសម្លេងមួយនោះគឺចេញមកពីណាឆ្ងល់មិនតបប្រមាណផងក៏ពេលរបស់គាត់ចាប់ផ្ដើមកោហើយព្រោះថាគាត់មិនតបបានញ៉ាំអីនោះទេអញ្ចឹងនៅពេលនេះគឺមានតែសត្វទន្សាយមួយនេះតែប៉ុណ្ណោះដែលគាត់អាចយកទៅចម្អិនបានក៏ប៉ុន្តែគាត់មិនតដឹងច្បាស់នោះទេថាសាច់របស់វាគឺបរិភោគបានឬក៏អត់មានអីស្រាប់តែ system របស់គាត់ក៏បានបង្ហាញប្រាប់ទៅកាន់តួឯករបស់យើងតែម្ដងសាច់របស់សត្វទន្សាយស្នែងគឺអាចយកបរិភោគបានមិនថាស្ងោរឬក៏ធ្វើអ្វីនោះទេបានមកចប់តែម្ដងដូច្នោះតួឯករបស់យើងបានសម្រេចចិត្តថាគាត់នឹងយកសត្វទន្សាយស្នែងយកមកតាមខ្លួនសិនហើយក៏បានច្រឡំឲ្យ system របស់គាត់បានវាតម្លៃទៅកាន់កាបូបរបស់គាត់នឹងឯង system ក៏បានបង្ហាញប្រាប់តែម្ដងថាកាបូបមួយនេះគឺបានផលិតឡើងគឺមិនមែននៅពិភពលោកមួយនេះនោះទេដល់ពេលទៅតួឯករបស់យើងបានសាកល្បងឲ្យ system របស់គាត់ដើម្បីវាតម្លៃទៅលើមេឃប៉ុន្តែអត់មានអ្វីនោះទេរួចមកក៏បានបញ្ជា system របស់គាត់ក្នុងការវាតម្លៃទៅកាន់វាស្មៅហើយក៏បានបង្ហាញថាវាស្មៅមួយនោះគឺមិនមែនជាវាស្មៅនោះទេគឺជាសត្វបិសាចម្យ៉ាងដែលវាគឺមានសមត្ថភាពក្នុងការបំឡំខ្លួនធ្វើជាវាស្មៅនឹងឯងជាពិសេស level របស់វាពិតជាខ្ពស់មែនតើមានរហូតដល់273ឯណោមដោយនេះហើយតួឯករបស់យើងបានបញ្ជា system ក្នុងការវាតម្លៃអំពីខ្លួនរបស់គាត់ម្ដងនៅពេលហ្នឹងហើយយើងត្រូវដឹងផងដែរឈ្មោះរបស់តួឯករបស់យើងគឺគាត់មានឈ្មោះថា Manabe Hibiki ដែលមានអាយុ16ឆ្នាំជាតិសាសន៍របស់គាត់គឺជាពូជអម្បូរមនុស្សម្យ៉ាងទៀតសមត្ថភាពរបស់គាត់គឺជាអ្នកវាតម្លៃក៏ប៉ុន្តែនៅក្នុងវងកញ្ចក់ជាបណ្ដោះអាសន្នតើតើអំពី level របស់គាត់វិញគឺមានតែមួយតែប៉ុណ្ណោះអញ្ចឹងបានថាកម្រិតមួយអញ្ចឹងទៅដល់ពេលទៅធ្វើឲ្យ Hibiki គឺឆ្ងល់បដ ពាក្យបណ្ដោះអាសន្នហ្នឹងគឺជាអ្វីទៅរួចមក Hibiki បានសួរទៅកាន់ system របស់គាត់ថាឯងគឺជាណាគេហេតុអីបានជាឯងគឺតែឆ្លើយនឹងសំណួររបស់យើងអញ្ចឹង system ក៏បានបង្ហាញប្រាប់តែម្ដងថាវាគឺជា system របស់ Hibiki ឬក៏អាចចាត់ទុកថាជាជំនួយការរបស់ Hibiki ក៏បានដែរអញ្ចឹងហើយ Hibiki ចាប់ផ្ដើមចូលតួតែម្ដងថាគាត់គឺជាអ្នកវិភាគផ្នែកទិបនឹងឯងបន្តមក Hibiki គាត់ចង់ដឹងអំពីផែនទីនៅក្នុងពិភពលោកមួយនេះក៏ប៉ុន្តែនៅពេលបង្ហាញមកហ្នឹងគឺមិនឃើញទីតាំងភូមិសាស្ត្ររបស់ដីនោះទេក៏ប៉ុន្តែគឺបានបង្ហាញប្រាប់ទៅកាន់ Hibiki ជាលក្ខណៈខ្សែថាគាត់បានដើរទៅណាខ្លះអញ្ចឹងទៅកាប់បង្ហាញនៅពេលល្ងាចយកគេថាការធ្វើដំណើររបស់គាត់នៅពេលនេះពិតជាមិនខកបំណងឡើយដែលគាត់បានរកឃើញផ្លូវមួយ Hibiki ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះថាផ្លូវមួយនេះអាចនាំឲ្យគាត់ទៅដល់ទីក្រុងសប្បាយចិត្តមិនតបប្រមាណផងគាត់បានរអិលជើងដួលទៅលើផ្លូវមួយនោះនៅពេលដែលគាត់បានប៉ះផ្លូវមួយនឹងហើយស្រាប់តែ system របស់គាត់បានបង្ហាញប្រាប់ថា Hibiki នៅពេលនេះកំពុងតែវង្វេងផ្លូវនៅក្នុងពិភព Isekai ហើយក៏ប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់ Hibiki នៅពេលនេះគឺថាទីតាំងដែលគាត់កំពុងតែនៅហ្នឹងគឺកំពុងតែស្ថិតនៅក្បែរសត្វឆ្កែព្រៃធ្វើឲ្យ Hibiki ពិតជាភ័យខ្លាចមែនទែនហើយពិតជាសំណាងល្អខ្លាំងមែនទែនព្រោះថាមាននរណាម្នាក់បានជួយសង្គ្រោះមកកាន់គាត់ដែលបានសម្រាប់ទៅកាន់សត្វឆ្កែព្រៃហ្នឹងគឺបានសម្រេចនឹងឯងហើយម្នាក់នោះគឺគ្មានណាឆៃនោះទេគឺជាកញ្ញាអែលនឹងឯងដែលបានមកជួយសង្គ្រោះទៅកាន់ Hibiki system របស់ Hibiki បានបកប្រែភាសាដែលអនុញ្ញាតឲ្យ Hibiki នេះគឺនិយាយភាសាមនុស្សនៅក្នុងពិភពលោកមួយនេះបានឬមក Hibiki បានធ្វើការអរគុណទៅកាន់កញ្ញាអែលដែលបានមកជួយសង្គ្រោះមកកាន់គាត់កញ្ញាអែលបានតតបផងដែរមិនអីនោះទេហើយក៏បានណែនាំអំពីឈ្មោះរបស់ខ្លួនឯងថាមានឈ្មោះថា Emilia មិនត្រឹមតែប៉ុណ្ណោះទេនាងបានសួរបកទៅកាន់ Hibiki ថា Hibiki នេះគឺមានឈ្មោះអ្វី Hibiki ក៏បានប្រាប់តែម្ដងថាឈ្មោះរបស់គាត់គឺជា Hibiki អំឡុងពេលហ្នឹង Hibiki ក៏បានកត់សម្គាល់អំពីត្រចៀករបស់កញ្ញា Emilia ផងដែរហើយក៏បាននិយាយថានាងកំពុងតែខុសផ្លេចតែមែនទេក៏ប៉ុន្តែច្បាស់ខ្លាំងណាស់ Emilia កំពុងតែឆ្ងល់ហើយថាខុសផ្លេចនេះគឺជាអ្វីហើយអ្មិចក៏មិនទៅតែឥឡូវនេះយើងគឺចង់សួរទៅកាន់ឯងថាហេតុអីបានជាឯងធ្វើដំណើរតាមវាស្មៅអញ្ចឹងព្រោះថាតាមវាស្មៅគឺមានសត្វមួយយ៉ាងដែលមានសមត្ថភាពក្នុងការបន្លំខ្លួនធ្វើជាវាស្មៅហើយសត្វបិសាចមួយនោះគេឲ្យឈ្មោះថា Messi Eater Hibiki ចាប់ផ្ដើមឆ្ងល់តែម្ដងថាហ្នឹងគឺជាស្អីគេទៅ
ការនិយាយស្ដីរបស់ហេវីគីបែបនេះហើយធ្វើឲ្យកញ្ញាអែលឡើងកាំងតែម្ដងអស់ពីនិយាយទៅហើយទោះជាយ៉ាងណាក៏ដោយហេវីគីបានបញ្ជាស៊ីសឹមរបស់គាត់ក្នុងការវាតម្លៃទៅកាន់កញ្ញាអែលនិងបង្ហាញប្រាប់ទៅកាន់ហេវីគីផងដែរថាកញ្ញាអែលនឹងគឺមានឈ្មោះថាអេមីលីដែលមានអាយុ56ឆ្នាំជាពិសេសនាងគឺជាពូអំបូអែលពិតៗតែម្ដងហេវីគីបន្តពីគាត់ដឹងថាកញ្ញាអែលនឹងគឺមានអាយុ56ឆ្នាំធ្វើឲ្យគាត់ពិតជាកាំងមែនទែនព្រោះថាសម្រស់របស់នាងគឺនៅតែក្មេងដដែលរីឯកញ្ញាអេមីលីនៅវិញនាងនៅតែបន្តនិយាយប្រាប់ទៅកាន់ហេវីគីពាក្យប៉ុនអំពីសត្វបិសាចដែលមានសមត្ថភាពក្នុងការបន្លំខ្លួនធ្វើជាវាស្មើនឹងឯងរួចមកនាងក៏បានទាញទៅកាន់ហេវីគីមកអោបនឹងទ្រូងរបស់នាងតែម្ដងនិងប្រាប់ទៅកាន់ហេវីគីថាឥឡូវនេះឯងមានសុវត្ថិភាពហើយកុំភ័យណាអូនតូចព្រោះថានាងបានកើតទៅកាន់ហេវីគីគឺជាកុសក្មេងដែលមានអាយុ11ឆ្នាំហេវីគីនៅវិញអត់បានលាក់បាំងនោះទេដែលក៏បានប្រាប់តែម្ដងថាគាត់នឹងគឺមានអាយុ16ឆ្នាំឯណោះអញ្ចឹងហើយធ្វើឲ្យកញ្ញាអែលឡើងភ្ញាក់ព្រឹកតែម្ដងមិននឹកស្មានថាអូនឯងគឺជាមនុស្សពេញវ័យនោះទេក៏បង្ហាញនៅពេលយប់យើងឃើញថាពួកគេទាំងពីរនាក់បានបោះជំរំក្នុងការសម្រាកនៅក្នុងព្រៃផងដែរកញ្ញាអេមីលីបានសុំទោសទៅកាន់ហេវីគីដោយនាងមិនបានចាប់អារម្មណ៍ថាហេវីគីនឹងគឺជាមនុស្សដែលមានអាយុ16ឆ្នាំព្រោះថានាងបានកើតទៅកាន់ហេវីគីថាជាក្មេងប្រុសដែលមានអាយុ11ឆ្នាំដោយសារតែហេវីគីនឹងគឺមានកម្ពស់ទាបនឹងឯងដើម្បីផ្លាស់ប្ដូរបរិយាកាសនោះកញ្ញាអែលក៏បានប្រាប់ទៅកាន់ហេវីគីថានៅពេលនេះពួកគេគួរតែញ៉ាំអាហារសិនទៅបន្ទាប់ពីអ្នកទាំងពីរបានញ៉ាំអាហាររួចនោះស្រាប់តែហេវីគីបានសួរទៅកាន់កញ្ញាអេមីលីថានៅទីនេះគេឲ្យឈ្មោះអ្វីទៅព្រោះថាគាត់អត់ស្គាល់នោះទេការសួរបែបនេះហើយធ្វើឲ្យកញ្ញាអេមីលីនឹងគឺបានជ្រក់ទឹកហើយក៏បានប្រូទឹកនឹងគឺពេញមុខរបស់ហេវីគីតែម្ដងបន្ទាប់មកកញ្ញាអេមីលីបានប្រាប់ទៅកាន់ហេវីគីថានៅទីនេះគេឲ្យឈ្មោះថាជាអាណាចក្រហាប្រាស្ទាហើយនាងក៏ឆ្ងល់ផងដែរថាហេតុអីបានជាហេវីគីគឺមិនស្គាល់នៅទីនេះអញ្ចឹងហេវីគីបានប្រាប់តែម្ដងមូលហេតុដែលគាត់មិនស្គាល់នោះដោយសារតែគាត់បានមកពីតំបន់មួយដែលមានឈ្មោះថាប្រទេសជប៉ុនដែលជាទីកន្លែងមួយដែលគ្មានអ្នកណាដែលអាចទៅដល់នោះទេសូម្បីតែកញ្ញាអេមីលីបន្តទៅលើដូច្នេះក៏នាងមិនដែលធ្លាប់ឮអំពីប្រទេសជប៉ុនផងដែរដល់ពេលទៅហេវីគីក៏បានដឹងភ្លាមតែម្ដងថាគាត់ជាមនុស្សដែលបានឆ្លងភូមិចំណែកកញ្ញាអែនៅវិញបន្តទៅឃើញទឹកមុខរបស់ហេវីគីកំពុងតែស្ងៀមស្ងាត់បែបនេះកំពុងតែពិបាកចិត្តនាងក៏ចាប់ផ្ដើមនិយាយលើកទឹកចិត្តទៅកាន់ហេវីគីថាកុំឲ្យពិបាកចិត្តអីហើយកុំឲ្យបារម្ភអីអ្នកណាក៏ដូចអ្នកណានៅដែរឲ្យតែចាក់ចេញអំពីផ្ទះគឺមានអារម្មណ៍ថាវាមិនសប្បាយចិត្តនោះទេក៏ប៉ុន្តែនៅពេលនេះឯងគួរតែសម្រាប់ទៅព្រោះថានៅថ្ងៃស្អែកយើងនឹងនាំឯងដើម្បីទៅទីក្រុងហើយនៅពេលដែលចូលគេងស្រាប់តែកញ្ញាអេមីលីនាងបានប្រាប់សមត្ថភាពរបស់នាងមួយយ៉ាងដែលយកគេថាតំបន់ដែលពួកគេបានសម្រាកឬក៏កន្លែងបោះតង់អីហ្នឹងគឺមានដុំពលឺពណ៌បៃតងជាច្រើនដែលនៅទីនោះចូលគេមិនតមកប្រមាណផងយកគេថាសភាពរបស់ហេវីគីនៅពេលនេះគឺគេងលក់បាត់ទៅហើយចំណែកកញ្ញាអេមីលីនៅវិញនាងក៏ពុតតែគិតពាក់ព័ន្ធអំពីហេវីគីក្មេងប្រុសម្នាក់នេះគឺនាងមិនដែលធ្លាប់ឃើញនោះទេហើយពិតជាចម្លែកខ្លាំងណាស់ការនិយាយស្ដីរបស់គាត់និងការស្លៀកពាក់របស់គាត់ពិតជាចម្លែកគិតអំពីហេវីគីមិនតមកប្រមាណផងនាងក៏បានងុយគេងបាត់ទៅនៅពេលដែលនាងបានគេងលក់នោះស្រាប់តែមានលើសម្លេងមួយបាននិយាយប្រាប់មកកាន់នាងថាក៏ពិតជាអរគុណទៅកាន់នាងមែនតើដែលបានចូលសង្គ្រោះទៅកាន់របស់ដែលមានតម្លៃក៏បង្ហាញក្នុងការយល់សប្តិរបស់ហេវីគីគឺទស្សនវិជ្ជាមួយនោះគឺជាទស្សនវិជ្ជាដែលគាត់មិនតបានឆ្លងភូមិអំឡុងពេលហ្នឹងមិត្តភក្តិរបស់គាត់ដែលមានឈ្មោះថាអាម៉ាណេបានប្រាប់ទៅកាន់ហេវីគីឲ្យផឹកកាហ្វេទៅព្រោះថានាងទៅតែឆុងឲ្យមិញទេហេវីគីបន្តពីគាត់បានភ្លក់ហើយនោះគាត់បានសរសើរថាក្លិនគឺល្អហើយរសជាតិក៏ឆ្ងាញ់ដែរបន្ទាប់ពីសរសើរអំពីការធ្វើកាហ្វេហើយនោះស្រាប់តែហេវីគីចាប់ផ្ដើមនិយាយអំពីខ្លួនឯងថាគាត់គឺមានអាយុ16ឆ្នាំហើយក៏ប៉ុន្តែកម្ពស់របស់គាត់ដូចជាមិនលូតទាត់រសមិត្តភក្តិស្រីម្នាក់ទៀតដែលជាមិត្តភក្តិរបស់ហេវីគីនឹងគឺចាប់ផ្ដើមលើកទឹកចិត្តទៅកាន់ហេវីគីផងដែរកុំឲ្យបាក់ទឹកចិត្តអីព្រោះថាវ័យហេវីគីនៅពេលនេះគឺវាមិនទាន់អស់លូតកម្ពស់នោះទេសរុបពេលនឹងដែរអាម៉ាណេបាននិយាយថានាងក៏ដូចគ្នាអញ្ចឹងមានអីស្រាប់តែហេវីគីបានសម្លឹងមើលទៅកាន់អាម៉ាណេធ្វើឲ្យនាងចាប់ផ្ដើមឆ្ងល់បដ ாய் ថាប៉ែឯងកំពុងតែសម្លឹងមើលអ្វីនឹងហើយមិនបាច់មើលដៃនាងនោះទេកំពុងតែខ្ទប់ដើមទ្រូងរបស់នាងហើយមិត្តភក្តិរបស់ហេវីគីម្នាក់ទៀតដែលជាមនុស្សប្រុសចាប់ផ្ដើមសរសើរទៅកាន់ហេវីគីហើយក៏ពិតជាចង់បាននៅរូបរាងឬក៏កម្ពស់របស់ហេវីគីនៅពេលនេះខ្លាំងមែនទែនព្រោះថាកញ្ញាដែលមានវ័យរៀងចំណាស់នោះពិតជាចូលចិត្តទៅកាន់ក្មេងៗបែបនេះខ្លាំងណាស់បន្ទាប់ពីគាត់បានជួបជុំគ្នាហើយនោះហេវីគីបានធ្វើដំណើរដើម្បីទៅថ្នាក់របស់គាត់ប៉ុន្តែនៅពេលដែលគាត់បានបើកទ្វារហ្នឹងគាត់ក៏ស្រាប់តែឆ្លងទៅក្នុងពិភពលោកពេលបច្ចុប្បន្ននេះឯងដោយការយល់សប្តិបែបនេះហើយធ្វើឲ្យហេវីគីក៏បានភ្ញាក់ពីដំណេករបស់គាត់ផងដែរហើយក៏បានឃើញថានៅពេលនេះគឺវាទីភ្លឺទៅហើយគាត់ចង់សង្ងំគេងបន្តទៀតផងដែរប៉ុន្តែមានអីស្រាប់តែមានលាអាវមួយបានបុកថ្ករបស់គាត់ហើយលាអាវមួយនោះគឺគ្មានណាឆ្ងាយនោះទេគឺជារបស់កញ្ញាអេមីលីនឹងឯងដូច្នោះហេវីគីបានងើបឈរឡើងហើយក៏បានបញ្ជាទៅកាន់ស៊ីសឹមរបស់គាត់ដើម្បីវាតម្លៃអំពីពន្លឺពណ៌បៃតងស៊ីសឹមក៏បានបង្ហាញផងដែរថាពន្លឺពណ៌បៃតងនេះគឺវាប្រៀបបីដូចជារបាំងការពារអញ្ចឹងបើសិនជាអ្នកណាបានឈ្លានពាននៅកន្លែងតំបន់ដែលមានពន្លឺពណ៌បៃតងនោះច្បាស់ខ្លាំងណាស់វានឹងបញ្ចេញសលេងដូចជាកណ្ដឹងរោងហេវីគីក៏នៅតែមិនអស់ចិត្តហើយក៏បានបង្ហាញអំពីស៊ីសឹមរបស់គាត់ដើម្បីមើលល្បែរបស់គាត់អីចឹងទៅឬក៏ព័ត៌មានលម្អិតអំពីគាត់ហើយក៏បានដឹងផងដែរសមត្ថភាពរបស់គាត់ដែលមានឈ្មោះថាអ្នកវាតម្លៃបណ្ដោះអាសន្នហ្នឹងគឺប្រទានដោយព្រះតែម្ដងហើយសមត្ថភាពរបស់ហេវីគីដែលជាអ្នកវាតម្លៃនេះគឺពិតជាមានសមត្ថភាពខ្លាំងមែនទែនបើទោះបីជាសមត្ថភាពបែបនេះគឺនៅចំណាត់ថ្នាក់ rank B ក៏ដោយក៏ប៉ុន្តែបើសិនជាហេវីគីគាត់ចង់ដឹងអំពីវត្ថុឬក៏របស់របរអ្វីនោះច្បាស់ខ្លាំងណាស់ស៊ីសឹមនឹងបង្ហាញប្រាប់
ភ្លាមតែម្ដងសម្រាប់ហេវិគីក៏មិនចង់កើតបន្តទៀតដែរដូច្នោះក៏ត្រូវតែចូលគេងឥឡូវនេះហើយសៃរឿងក៏កាប់បង្ហាញនៅពេលព្រឹកយើងឃើញថាអេមីលីនៅពេលនេះបានភ្ញាក់ពីដំណេកមុនហេវិគីហើយសម្រាប់អេមីលីនៅពេលហ្នឹងនាងគឺមានអារម្មណ៍ថាដូចជារៀងខ្មាស់អៀនបន្តិចផងដែរហ្នឹងព្រោះថាតាមបង្កើតមកនាងគឺមិនដែលធ្លាប់គេងក្បែរជាមួយនឹងបុរសនោះទេហើយនៅហើយចោះចាត់ទុកថានាងជាមួយហេវិគីជាអ្នកផ្សងព្រេងជាមួយគ្នាហ្មងទៅដោយសារតែអ្នកផ្សងព្រេងជាទូទៅក្រុមអ្នកផ្សងព្រេងអីហ្នឹងគឺតែសម្រាប់ជុំគ្នាអញ្ចឹងហើយគិតចលានាងគឺទៅតែចាប់អារម្មណ៍ថាដើមទុនរបស់នាងនៅពេលនេះគឺចាប់ផ្ដើមហៀចេញមកទៀតហើយសំឡេងរបស់នាងបានធ្វើឲ្យទៅកាន់ហេវិគីបានភ្ញាក់ពីដំណេករបស់គាត់ផងដែរហេវិគីគ្រាន់តែភ្ញាក់ពីដំណេកភ្លាមគឺដឹងផ្លែតែម្ដងអំពីស្ថានភាពឬក៏ស្ថានភាពរបស់កញ្ញាអេម៉ាលីហើយក៏បានបង្ហាញអំពីលាអាវដែលគាត់នឹងគឺបានខំប្រម៉ូទទុកឲ្យហើយនៅចលាបែរជាគាត់បានសរសើរអំពីដើមទុនរបស់កញ្ញាអេម៉ាលីថាវាពិតជាធំខ្លាំងមែនទែនមានអីលទ្ធផលរបស់ហេវិគីដែលនិយាយមិនចេះកើតគឺថាម្ដាយប៉ាងនឹងឯងបន្តមកទៀតយើងឃើញថាពួកគេទាំងពីរនាក់កំពុងតែធ្វើដំណើរដើម្បីទៅកន្លែងទីក្រុងហើយហេវិគីបានសួរកញ្ញាអេម៉ាលីថាពួកគេគួរតែចំណាយពេលប្រមាណទៅដើម្បីទៅដល់ទីក្រុងកញ្ញាអេម៉ាលីបានប្រាប់ថាពួកគេត្រូវតែធ្វើដំណើរឲ្យឆ្លងផុតអំពីព្រៃមួយនេះសិនយ៉ាងហោចណាស់ប្រើពេលរយៈពេលកន្លះថ្ងៃទៀតគឺដល់ហើយទីក្រុងចំណែកហេវិគីនៅវិញក៏មានអារម្មណ៍ថាដូចជាមានសត្វបិសាចកំពុងតែនៅក្បែរពួកគេកញ្ញាអេម៉ាលីបានតបថាកុំឲ្យបារម្ភអីព្រោះថាមាននាងនៅទីនេះដើម្បីការពារទៅកាន់ឯងហើយនាងក៏ឆ្ងល់ផងដែរថាហេតុអីបានជាហេវិគីបានដឹងអំពីវត្តមានរបស់សត្វបិសាចអញ្ចឹងហេវិគីបានឆ្លើយប្រាប់តែម្ដងដោយសារតែគាត់គឺមានជំនាញមួយដែលមានឈ្មោះថាផែនទីនឹងឯងគ្រាន់តែលើកដូចនេះភ្លាមធ្វើឲ្យកញ្ញាអេម៉ាលីនៅវិញឡើងភ្ញាក់ព្រឺតែម្ដងព្រោះថាជំនាញបែបនេះវាពិតជាកម្រខ្លាំងណាស់ហើយចំណាត់ថ្នាក់ជំនាញមួយនេះគឺស្ថិតនៅ A ចំនួន3ដើមឯណោះអញ្ចឹងហើយនៅពេលនេះឯងគឺប្រាប់មកកាន់នាងឲ្យត្រង់មកថាឯងហ្នឹងគឺមានជំនាញអ្វីឲ្យពិតប្រាកដហេវិគីបានប្រាប់តែម្ដងតាមពិតទៅសមត្ថភាពរបស់គាត់គឺជាអ្នកវិតម្លៃបណ្ដោះអាសន្នតែប៉ុណ្ណោះនឹងឯងទោះបីជាយ៉ាងណាក៏ដោយគាត់ក៏មិនសូវដឹងពាក់ព័ន្ធអំពីជំនាញរបស់គាត់ច្បាស់នោះឡើយព្រោះថាជំនាញផែនទីរបស់គាត់គឺបានត្រឹមតែប្រាប់គាត់អំពីអ្វីដែលគាត់បានដើរតែប៉ុណ្ណោះនិយាយឲ្យងាយយល់ទៅគឺវាប្រៀបបីដូចជា map អញ្ចឹងអ្នកគ្នាពេលដែលយើងធ្វើដំណើរអីហ្នឹងតាម map យើងគឺតែតែឃើញផ្លូវផ្សេងៗឬក៏ហាងលក់ទំនិញផ្សេងៗអញ្ចឹងទៅឲ្យតែយើងធ្វើដំណើរទៅដល់ទីនោះចំណែកកញ្ញាអេម៉ាលីនៅវិញឡើងកាំងតែម្ដងបន្ទាប់ពីដឹងថាហេវិគីចាត់ទុកជំនាញមួយនេះគឺជាជំនាញដែលអបប្រយោជន៍ហើយក៏បានប្រាប់ដល់កាន់ហេវិគីថាជំនាញមួយនេះវាពិតជាមានសារៈសំខាន់សម្រាប់អ្នកផ្សងព្រេងខ្លាំងមែនទែនសម្រាប់ហេវិគីនៅវិញឡើងដកកតែម្ដងសំបីតែពាក្យថាផ្សងព្រេងក៏គាត់មិនដឹងដែរថានឹងគឺជាអ្វីទៅអញ្ចឹងហើយធ្វើឲ្យកញ្ញាអេម៉ាលីគឺកាន់តែកាំងទៅកាន់ហេវិគីបន្តទៀតហើយចំពោះហេវិគីបានបញ្ជា system របស់គាត់ក្នុងការបកស្រាយអំពីពាក្យថាផ្សងព្រេងហើយ system ក៏បានប្រាប់ពីដំណើរដើមតងអញ្ចឹងទៅថាវាជាអ្វីអញ្ចឹងទៅឯមានអត់ចង់ប្រាប់ទេព្រោះថាគ្នាយើងតែងតែដឹងហើយអំពីអ្នកផ្សងព្រេងដូចនេះហើយកញ្ញាអេមីលីគឺនាងលែងឆ្ងល់ទៀតដែរអំពីហេវិគីថាហេតុអីបានជាគាត់គេចផុតអំពីសត្វដែលមានសមត្ថភាពក្នុងការបន្លងខ្លួនធ្វើជាវាស្មៅដោយសារតែមានសមត្ថភាពអ្នកវាតម្លៃនិងជំនាញផែនទីនឹងឯងណាហើយចោះចាយឲ្យបានប្រកាន់តកានឯងនៅទេគ្រាន់តែគិតថាអូនឯងនឹងគឺជាមនុស្សដែលល្ងងខ្លាំងណាស់មានអីស្រាប់តែហេវិគីសួរសំណួរចាក់ដល់តែម្ដងថាចាឯងនឹងគឺមានមិត្តភក្តិអត់សំណួរបែបនេះហើយធ្វើឲ្យកញ្ញាអេមីលីគឺឆ្លើយមិនចេញនោះទេឡើងក្អួតឈាមទៅហើយព្រោះថានាងគឺមិនដែលធ្លាប់មានមិត្តភក្តិពីមុនមកទេនៅពេលដែលដឹងថាកញ្ញាអេមីលីគឺមិនមានមិត្តភក្តិនោះស្រាប់តែហេវិគីបាននិយាយថានៅពេលនេះដែរពួកគេទាំងពីរនាក់បានខ្លាចជាមិត្តភក្តិជាមួយគ្នាហើយអញ្ចឹងធ្វើឲ្យកញ្ញាអេមីលីនៅពេលនោះឡើងភ្ញាក់ព្រឺតែម្ដងបន្ទាប់ពីឮការនិយាយរបស់ហេវិគីបានពិនិត្យមើលផែនទីរបស់គាត់ក៏ស្រាប់តែឃើញថាមានសត្វទន្សាយស្នែងនៅក្បែរពួកគេដំណឹងបែបនេះហើយធ្វើឲ្យកញ្ញាអេមីលីពិតជាសប្បាយចិត្តខ្លាំងណាស់ជាទូទៅស្នែងរបស់សត្វទន្សាយស្នែងគឺកម្រជួបប្រទះជាមួយនឹងវាខ្លាំងមែនទែនព្រោះថាស្នែងរបស់វាគឺអាចយកទៅធ្វើថ្នាំរហូតដល់គ្រប់មុខតែម្ដងមិនត្រឹមតែប៉ុណ្ណោះទេនៅពេលដែលយើងលក់វាទៅឲ្យគេអ្នកផ្សងព្រេងនោះយើងនឹងទទួលបាន200កាក់មាសជាមិនខានបន្ទាប់ពីនាងបាននិយាយចប់នោះនាងក៏មិនចាញ់វាដែរក៏ចាប់ផ្ដើមទាញទៅកាន់ហេវិគីដើម្បីទៅរកសត្វទន្សាយស្នែងនឹងឯងនៅទីបំផុតអ្នកទាំងពីរបានស្វែងរកឃើញសត្វទន្សាយស្នែងបានសម្រេចហើយដោយសារតែជំនាញរបស់ហេវិគីនេះឯងទាក់ទងអំពីល្បិចរបស់វាគឺមានរហូតដល់10ឯណោះទោះបីជាវាគឺមានល្បិច10ក៏ដោយប៉ុន្តែតាមការវាតម្លៃរបស់ហេវិគីគឺថាវាកំសាកហើយនឹងល្ងងនិងមានសមត្ថភាពក្នុងការកេញចំណែកកញ្ញាអេមីលីនៅវិញក៏មិនចាំវាដែរនេះក៏បានប្រើប្រាស់វេទមន្តម្យ៉ាងដែលធ្វើឲ្យកន្លែងទីតាំងរបស់ពួកគេកំពុងតែនៅនឹងគឺមិនមានសម្លេងនិងមិនមានក្លិនការធ្វើដូច្នេះកុំឲ្យសត្វទន្សាយស្នែងគឺបានដឹងអំពីក្លិនរបស់ពួកគេកំពុងតែតាមប្រមាញ់វាហេវិគីបន្តពីលើដូច្នេះចាប់ផ្ដើមសរសើរទៅកាន់កញ្ញាអេមីលីហើយថាសមត្ថភាពរបស់នាងពិតជាអស្ចារ្យខ្លាំងណាស់កញ្ញាអេមីលីបានតទៅវិញផងដែរថាកុំឲ្យសរសើរមកកាន់នាងអីបើសិនជាប្រៀបធៀបគ្នាជាមួយនឹងជំនាញផែនទីរបស់ហេវិគីនោះច្បាស់ខ្លាំងណាស់ជំនាញផែនទីរបស់ហេវិគីនឹងគឺពិតជាល្អខ្លាំងមែនទែនហើយអ្នកដែលមានជំនាញផែនទីបែបនេះគឺធ្វើឲ្យអ្នកផ្សងព្រេងមួយណាក៏ចង់បានផងដែរហើយបើសិនជាអូនឯងនឹងគឺអបកាន់ចាយនោះទេចាយចង់ឲ្យឯងគឺចូលរួមជាមួយនឹងចាយធ្វើជាធីមជាមួយគ្នាតែម្ដងហេវិគីក៏បានចាប់អារម្មណ៍នោះទេអំពីពាក្យសម្ដីរបស់កញ្ញាអេមីលីអំបញ្ញមិញនេះអញ្ចឹងហើយក៏បានសួរបញ្ជាក់ទៅកាន់នាងប៉ុន្តែមានអីស្រាប់តែកញ្ញាអេមីលីបាននិយាយថានាងអត់បាននិយាយអ្វីនោះទេមូលហេតុដែលនាងធ្វើអត្តចរិតដូចនេះដោយសារតែនាងគឺមិនចង់ឲ្យហេវិគីគឺបានដឹងថានាងគឺមានបំណងថាចង់ឲ្យហេវិគីចូលរួមក្រុមជាមួយនាងនោះទេអញ្ចឹងហើយនាងគឺត្រូវតែប្រមាញ់ទៅកាន់សត្វទន្សាយស្នែងឲ្យបានសម្រាញ់អំឡុងពេលនោះច្បាស់ខ្លាំងណាស់ប្រកាសជាហេវិគីបានសរសើរមកកាន់នាងមិនដាច់ពីមាត់ហើយថែមទាំងមានបំណងថាចង់ចូលរួមក្រុមជាមួយនាងហេវិគីបន្តពីគាត់បានឃើញទឹកមុខរបស់កញ្ញាអេមីលីដ៏មុំមុនបែបនេះហើយគាត់ក៏បានដឹងផ្លែតែម្ដងថាកញ្ញាមួយនេះពិតជាមុខលួយខ្លាំងណាស់
រៀបមកទៀតយកគេថាកញ្ញាអេមីលីនៅពេលនេះកំពុងតែត្រៀមខ្លួនដើម្បីបាញ់សម្ដៅទៅកាន់គោលដៅរបស់នាងហើយសមត្ថភាពរបស់នាងពិតជាអស្ចារ្យខ្លាំងមែនទែនឬក៏ជំនាញរបស់នាងនឹងឯងព្រោះថាការបាញ់ប្រូនរបស់នាងគឺមិនចាំបាច់មានគ្រប់ប្រូននោះទេកញ្ញាអេមីលីបន្ទាប់ពីកំណត់គោលដៅរួចហើយនោះនាងក៏មិនចាំដែរក៏ចាប់ផ្ដើមបាញ់ប្រូនរបស់នាងសម្ដៅទៅកាន់គោលដៅរបស់នាងដែលចង់បាញ់ក៏ប៉ុន្តែគ្រប់ប្រូនរបស់កញ្ញាអេមីលីគឺបាញ់មិនចំទៅកាន់សត្វទន្សាយស្នាញនោះទេដោយសារតែសត្វទន្សាយស្នាញគឺមានសមត្ថភាពក្នុងការកិញការបាញ់ប្រូនមិនចំគោលដៅបែបនេះហើយធ្វើឲ្យកញ្ញាអេមីលីចាប់ផ្ដើមតូចចិត្តអំពីខ្លួនឯងថាហេតុអីបានជាសមត្ថភាពរបស់នាងគឺអន់ម៉េចព្រាមស្រាប់តែហេវីគីចាប់ផ្ដើមមានផែនការមួយដែលចង់ឲ្យកញ្ញាអេមីលីនេះគឺសហការជាមួយនឹងគាត់ហើយផែនការមួយនោះតម្រូវឲ្យហេវីគីធ្វើជានុយដើម្បីបញ្ឆោតទៅកាន់សត្វទន្សាយស្នាញឲ្យវាប្រហារមកកាន់គាត់ជាទូទៅសត្វទន្សាយស្នាញឲ្យតែអ្នកណាល្បីក្រោមវានោះវានឹងដេញតាមវាប្រហារហើយបន្តមកទៀតយកគេថាកញ្ញាអេមីលីនាងបានប្រើសមត្ថភាពរបស់នាងក្នុងការបង្កើតជារបាំងដីជាច្រើនដើម្បីហុំព័ទ្ធទៅកាន់សត្វទន្សាយស្នាញហើយទុកនៅសល់តែមួយបន្លោះតែប៉ុណ្ណោះដែលនោះគឺជានុយរបស់ហេវីគីនាងឯងសត្វទន្សាយស្នាញបន្ទាប់ពីឃើញហេវីគីគឺមានល្បីទីបជាងពីនោះវាក៏មិនចាំមួយដែរក៏ចាប់ផ្ដើមវាប្រហារទៅកាន់ហេវីគីហើយខណៈពេលដែលសត្វទន្សាយស្នាញកំពុងតែសម្ដៅទៅកាន់ហេវីគីនោះមានអីស្រាប់តែស៊ីមួយគ្រាប់ប្រូនរបស់កញ្ញាអេមីលីតែម្ដងកញ្ញាអេមីលីមិននឹកស្មានថាផែនការដ៏ល្ងងរបស់ហេវីគីបែបនេះទទួលបានជោគជ័យនោះទេអំឡុងពេលហ្នឹងស្រាប់តែស៊ីសឹមក៏បានបង្ហាញប្រាប់ទៅកាន់ហេវីគីផងដែរថាតែពេលនេះហេវីគីគឺឡើងល្បីហើយដូច្នោះហើយហេវីគីគាត់ចាប់ផ្ដើមឆ្ងល់តែម្ដងហើយក៏បានសួរទៅកាន់កញ្ញាអេមីលីពាក្យប៉ុនអំពីការឡើងល្បីរបស់គាត់ព្រោះថាគាត់បានសម្លាប់ទៅកាន់សត្វទន្សាយស្នាញនោះទេហេតុអីបានជាគាត់ឡើងល្បីដែរកញ្ញាអេមីលីបានប្រាប់ថាឲ្យតែការងារជាលក្ខណៈក្រុមបើទោះបីជាហេវីគីនឹងគឺមិនបានសម្លាប់ទៅកាន់សត្វទន្សាយស្នាញក៏ដោយក៏ប៉ុន្តែឲ្យតែការងារជាក្រុមនឹងក៏ត្រូវតែឡើងល្បីដូចគ្នាទោះជាយ៉ាងណាក៏ដោយនៅពេលនេះនាងពិតជាសប្បាយចិត្តមែនទែនព្រោះថានាងទទួលបានសត្វទន្សាយស្នាញនឹងឯងសប្បាយអមិនក៏បានប្រមាណផងក៏ស្រាប់តែលាអើរបស់នាងគឺផ្ទុះលឺតែផាំងតែម្ដងព្រោះថាភ្នំរបស់នាងវាពិតជាធំខ្លាំងពេកការបង្ហាញមកកន្លែងព្រះនៅវិញយើងទៅដឹងផងដែរថាព្រះម្នាក់នឹងហើយគឺជាអ្នកបញ្ជូនទៅកាន់ហេវីគីឲ្យឆ្លងភពមកដល់ទីនេះហើយព្រះម្នាក់នឹងបាននិយាយផងដែរថានេះគ្រាន់តែជាមេរៀនដំបូងតែប៉ុណ្ណោះហេវីគីរឿងបន្តទៀតឯងត្រូវតែឆ្លងកាត់ដោយខ្លួនឯងហេវីគីបន្តមកទៀតសាច់រឿងក៏កាត់បង្ហាញនៅសមាគមអ្នកផ្សងព្រេងនៅវិញយើងឃើញថាមានកញ្ញាម្នាក់បានចោលឈ្មោះធ្វើជាអ្នកផ្សងព្រេងដើម្បីជាផ្លូវការដែលកញ្ញាម្នាក់នឹងគឺនាងមានឈ្មោះថាអេលីវីនឹងឯងបន្ទាប់ពីនាងចោលឈ្មោះធ្វើជាអ្នកផ្សងព្រេងជាផ្លូវការបានសម្រេចហើយនោះកញ្ញាដែលបានធ្វើការនៅគៀអ្នកផ្សងព្រេងនេះគឺចាប់ផ្ដើមប្រាប់តែកញ្ញាអេលីវីហើយនាងគឺធ្វើដំណើរទៅខាងស្ដាំដៃទៅដើម្បីស្វែងរកការងារធ្វើរីឯកញ្ញាអ៊ីវីលនៅវិញក៏បានតទៅវិញផងដែរថានាងទទួលបានការងារលើកដំបូងរបស់នាងរួចទៅហើយឥឡូវនេះនាងគឺត្រូវតែទៅស្វែងរកអ្វីដែលជាក់លាក់មួយសាច់រឿងក៏កាត់បង្ហាញនៅពេលដែលអ្នកទាំងពីរគឺបានមកដល់ទីក្រុងហើយដែលទីក្រុងមួយនេះគឺមានឈ្មោះថា Rovel ហើយកញ្ញាអេមីលីបានផ្ដល់អាវក្រៅរបស់នាងឲ្យទៅកាន់ហេវីគីព្រោះថាសម្លៀកបំពាក់របស់ហេវីគីនេះគឺខុសប្លែកពីគេខ្លាំងពេកណាមួយនាងគឺយកគ្រីស្តាល់របស់សត្វទន្សាយស្នាញនឹងយកទៅលក់ផងដែរដើម្បីទទួលបានប្រាក់និងយកប្រាក់ទាំងអស់នោះដើម្បីទៅទិញសម្លៀកបំពាក់ថ្មីនិងគ្រឿងអាវុធអីចឹងទៅយ៉ាងហោចណាស់តម្លៃគ្រីស្តាល់របស់សត្វទន្សាយស្នាញពិតជាមិនធម្មតានោះទេពួកគេនឹងទទួលបាន200កាក់មាសហេវីគីចាប់ផ្ដើមឆ្ងល់ហើយថាមួយកាក់មានឹងគឺស្មើនឹងប្រមាណយេនទៅក៏ប៉ុន្តែហេវីគីក៏បានដឹងថាកញ្ញាអេមីលីនឹងគឺមិនស្គាល់អំពីលុយយេននោះទេដូច្នោះហើយក៏បានសុំឲ្យស៊ីសឹមរបស់គាត់ក្នុងការបង្ហាញប្រាប់តែម្ដងតើតម្លៃមួយកាក់មានឹងគឺស្មើនឹងប្រមាណយេនទៅស៊ីសឹមរបស់ហេវីគីបានបង្ហាញថាក្នុងមួយកាក់មាស្មើនឹង10000យេនអញ្ចឹងហើយហេវីគីក៏គាត់លែងឆ្ងល់ទៀតដែរពាក់ព័ន្ធអំពីកញ្ញាអេមីលីហេតុអីបានជានាងសប្បាយចិត្តខ្លាំងម្ល៉េះព្រោះថាតម្លៃគ្រីស្តាល់របស់សត្វទន្សាយស្នាញពិតជាមិនធម្មតានោះឡើយព្រាមស្រាប់តែកញ្ញាអេមីលីចាប់ផ្ដើមធ្វើអត្តចរិតគឺទន់ភ្លន់តែម្ដងក្នុងការនិយាយប្រាប់ទៅកាន់ហេវីគីឯងគឺត្រូវតែស្ដាប់តាមចៃណានៅក្នុងទីក្រុងមួយនេះយើងកុំឲ្យទុកចិត្តអ្នកដទៃអសងព្រោះថាមនុស្សទាំងអស់នោះគឺសុទ្ធតែជាមនុស្សដែលមិនសូវល្អប្រមាណដែរនិយាយស្រួលយកទៅគឺមិនចង់ឲ្យយើងនឹងគឺទុកចិត្តទៅកាន់អ្នកដទៃលឿនខ្លាំងពេកនោះទេព្រោះថាអ្នកខ្លះគឺគិតតែពីផលប្រយោជន៍របស់ខ្លួនឯងតែប៉ុណ្ណោះគឺមិនយោគយល់អ្នកដទៃនោះទេបន្តមកទៀតយើងគិតថាកញ្ញាអេមីលីបាននាំហេវីគីទៅដល់កន្លែងសមាគមអ្នកផ្សងព្រេងហើយអំឡុងពេលហ្នឹងគឺមានអ្នកផ្សងព្រេងចំនួន2នាក់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីកញ្ញាអេមីលីនឹងគឺបាននាំក្មេងប្រុសម្នាក់ថែមទាំងនិយាយថាមើលទៅអូនតូចនោះដូចជាក្មេងដល់ហើយមិនស័ក្តិសមធ្វើជាអ្នកផ្សងព្រេងនោះទេកញ្ញាអេមីលីបានបកស្រាយប្រាប់ថាកុំឲ្យគិតដូចនេះអីបើយើងមើលពីសម្បកកាយគាត់គឺជាកូនក្មេងក៏ប៉ុន្តែជាស្ដាយគាត់គឺមានអាយុ16ឆ្នាំទៅហើយភ្លាមនោះដែរស្រាប់តែមានអ្នកផ្សងព្រេងមួយក្រុមទៀតបានមកនិយាយប្រាប់ទៅកាន់កញ្ញាអេមីលីថាកុំឲ្យយកពាក្យសម្ដីអ្នកផ្សងព្រេងទាំងពីរនាក់នោះយកដាក់ក្នុងចិត្តអីព្រោះថាពួកគេគ្រាន់តែនិយាយលេងសើចតែប៉ុណ្ណោះរួចមកបរិសសក់សបានប្រាប់ទៅកាន់ហេវីគីសូមឲ្យសំណាងល្អបន្តមកទៀតក៏បានចាក់ចាញ់ជាមួយនឹងមេរុំក្រុមរបស់គាត់បាត់ទៅចំណែកកញ្ញាអេមីលីនៅវិញក៏បានប្រាប់ទៅកាន់ហេវីគីឲ្យបានដឹងផងដែរថាក្រុមអ្នកផ្សងព្រេងបរិសសក់សអំបញ្ញមិញនេះគឺមានឈ្មោះថា Silver Banner ក្រោយមកទៀតអេមីលីបាននាំហេវីគីដើម្បីទៅជួបគ្នាជាមួយនឹងអ្នកធ្វើការនៅគៀអ្នកផ្សងព្រេងដែលកញ្ញាម្នាក់ហ្នឹងអេមីនសូមប្រាប់ឈ្មោះរបស់នាងឲ្យហើយទៅដែលនាងគឺមានឈ្មោះថា Joel កញ្ញាអេមីលីបាននិយាយប្រាប់ទៅកាន់កញ្ញា Joel ផងដែរថានៅពេលនេះនាងពិតជាចង់ជួបគ្នាជាមួយនឹង Game Master ខ្លាំងមែនទែនដោយសារតែនាងកំពុងតែមានរបស់សំខាន់អ្វីមួយដែលចង់លួចមិនយូរប្រហែលកញ្ញា Joel បាននាំអ្នកទាំងពីរដើម្បីទៅជួបគ្នាជាមួយនឹង Game Master ហើយ Hibiki បន្តពីគាត់បានឃើញរូបរាងរបស់ Game Master ហើយនោះចាប់ផ្ដើមសរសើរហើយថាពិតជាអស្ចារ្យខ្លាំងណាស់ Game Master នៅវិញបន្តពីលើដូច្នេះក៏បានហៅអាយរបស់គាត់ដើម្បីបង្ហាញអំពីសាច់ដុំរបស់គាត់ឲ្យទៅកាន់ Hibiki បានឃើញ Hibiki បន្តពីឃើញ Game Master គឺមានសាច់ដុំធំៗបែបនេះហើយធ្វើឲ្យគាត់ពិតជាជ្រួ
ជ្រោមខ្លាំងមែនទែនតទៅអំពីសាច់ដុំរបស់គាត់នឹងធ្វើការសរសើរទៅកាន់សាច់ដុំរបស់ Game Master គឺមិនដាច់ពីមាត់នោះទេព្រោះថាគាត់ពិតជាចង់បានសាច់ដុំបែបនេះខ្លាំងណាស់ប៉ុន្តែដោយសារតែរូបរាងកាយរបស់គាត់គឺវាដូចជាកូនក្មេងអញ្ចឹងទៅសាច់ដុំរបស់គាត់ក៏វាមិនឡើងដែររីឯកញ្ញា Jewel ជាមួយនឹងកញ្ញា Emilia នៅវិញចាប់ផ្ដើមគាំងឌីហើយបន្ទាប់ពីឃើញសកម្មភាពរបស់ពួកគេទាំងពីរនាក់បែបនេះចំពោះ Game Master នៅវិញក៏បានណែនាំអំពីឈ្មោះរបស់ខ្លួនឯងឲ្យទៅកាន់ Hibiki បានស្គាល់ដែលគាត់គឺមានឈ្មោះថា Baldelia ឈ្មោះរបស់គាត់ពិតជាពិបាកហៅខ្លាំងមែនទែនហើយ Hibiki នៅវិញក៏បានណែនាំអំពីឈ្មោះរបស់ខ្លួនឯងដូចគ្នាឲ្យទៅកាន់ Game Master បានស្គាល់កញ្ញា Jewel ជាមួយនឹងកញ្ញា Emilia បន្ទាប់ពីឃើញអ្នកទាំងពីរកំពុងតែសានតប៉ែខ្លាំងពេកនោះពួកគេទាំងពីរនាក់បានប្រើប្រាស់វេទមន្តទឹកក្នុងការបំបាយពួកគេទាំងពីរនាក់ឲ្យចេញពីគ្នាតែម្ដងបន្តមកទៀតយើងឃើញថាកញ្ញា Emilia បានបង្ហាញអំពីគ្រីស្តាល់របស់សត្វទន្សាយស្នែងផងដែរដែលនាងចង់ដាក់លួគ្រាន់តែឃើញភ្លាមធ្វើឲ្យ Game Master ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថាទំហំរបស់វានឹងគឺធំជាងការពី3ឆ្នាំមុនទៀតហើយតម្លៃដែលគាត់ចង់ទិញនឹងគឺឲ្យតម្លៃ400កាក់មាសឯណោះបន្ទាប់ពីលើកដូច្នេះធ្វើឲ្យគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះថានេះគឺ400កាក់មាសមិនមែន200កាក់មាសនោះទេអាចនិយាយមិនថាតម្លៃរបស់វាគឺគួរនឹង2នឹងឯងខណៈពេលហ្នឹងកញ្ញា Emilia ចាប់ផ្ដើមធ្វើការតថ្លៃជាមួយនឹង Game Master ហើយគ្រីស្តាល់ឬក៏ស្នែងរបស់សត្វទន្សាយស្នែងកាលពី3ឆ្នាំមុននេះគឺលក់បាន240កាក់មាសក៏ប៉ុន្តែស្នែងរបស់សត្វទន្សាយស្នែងដែលនាងចង់លក់នៅពេលនេះគឺវាមានទំហំធំជាង3ដងឯណោះដូច្នោះហើយតម្លៃរបស់វាយ៉ាងហោចណាស់ក៏ទទួលបាន800កាក់មាសដែរអំឡុងពេលហ្នឹងយើងឃើញថាការចរចារបស់ពួកគេទាំងពីរនាក់គឺចាប់ផ្ដើមក្តៅកគុកជាមួយនឹងគ្នាហើយដោយសារតែការចរចាវាមិនសូវត្រូវគ្នាបែបនេះហើយស្រាប់តែកញ្ញា Emilia ចាប់ផ្ដើមធ្វើការគម្រាមទៅកាន់ Game Master តែម្ដងបើសិនជាលោកឯងគឺមិនហ៊ានឲ្យតម្លៃខ្ពស់នោះទេច្បាស់ខ្លាំងណាស់នាងនឹងយកស្នែងមួយនេះដើម្បីឲ្យលួចទៅកាន់គេអ្នកផ្សងព្រេងដទៃហើយ Game Master ក៏អស់ជំរឿផងដែរដូច្នោះហើយក៏បានសម្រេចចិត្តថាគាត់ឲ្យ700កាក់មាសតម្លៃ700កាក់មាសបែបនេះហើយធ្វើឲ្យកញ្ញា Emilia បានយកព្រមហើយពិតជាសប្បាយចិត្តខ្លាំងមែនតើនៅអ្វីដែលនាងលក់បានរីឯកញ្ញា Jewel នៅវិញចាប់ផ្ដើមនិយាយឌឺដងជាមួយនឹង Game Master ហើយតម្លៃ700កាក់មាសច្បាស់ខ្លាំងណាស់ប្រាក់ខែរបស់លោកប្រហែលជាមួយខែនឹងអត់បានបើកទេដោយសារតែគាត់បានប្រមូលយកប្រាក់ខែរបស់គាត់ក្នុងការទិញស្នែងរបស់សត្វទន្សាយស្នែងរបស់កញ្ញា Emilia នឹងឯងនេះហើយគឺជាលទ្ធផលដែលគាត់គឺមិនចេះមើលទីផ្សារថាតម្លៃរបស់វានៅពេលបច្ចុប្បន្ននេះគឺនៅកម្រិតណាអញ្ចឹងទៅចំណែកនៅក្នុងការគិតរបស់កញ្ញា Emilia នៅវិញកំពុងតែសប្បាយចិត្តហើយដោយនាងគិតថារឿងរ៉ាវដ៏អស្ចារ្យដែលនាងបានធ្វើនៅពេលនេះប្រកបខ្លាំងណាស់ Hibiki នឹងរសារមកកាន់នាងថាជាមនុស្សដ៏អស្ចារ្យនិងស្នើមកកាន់នាងដើម្បីបង្កើតជាក្រុមអ្នកផ្សងព្រេងតែម្ដងអាឡ័យតែសប្បាយចិត្តភ្លេចមើលមកអាថ្លៃនៅលឺអាប៉ាទស្សនវិជ្ជាបែបនេះវាពិតជាត្រជាក់ភ្នែកសម្រាប់អ្នកមើលមែនតើសម្បីតែ admin ក៏ត្រជាក់ភ្នែកដែរកញ្ញា Jewel បន្ទាប់ពីឃើញដូច្នេះភ្លាមនាងក៏បានដេញទៅកាន់ Hibiki ជាមួយនឹង Game Master ឲ្យចាក់ចេញអំពីបន្ទំព្រោះថានាងគឺមានរឿងដោះស្រាយជាមួយនឹងកញ្ញា Emilia នៅពេលនេះតែម្ដងអ្នកនៅពេលគឺឆ្ងល់បណ្ដោយព្រោះថាពួកគេអត់ដឹងខ្យល់អីផងហ្នឹងហេតុអីបានជាដេញពួកគេនឹងគឺចេញពីបន្ទប់បែបនេះសាច់រឿងការបង្ហាញនៅពេលដែល Hibiki ក៏កំពុងតែអង្គុយរងចាំទៅកាន់កញ្ញា Emilia ស្រាប់តែស៊ីសឹមរបស់គាត់ក៏បានប្រាប់មកកាន់គាត់ថានៅពេលនេះ Hibiki ទទួលបានចំណេញមួយទៀតឲ្យឈ្មោះថាការបង្រៀនបើទោះបីជាចំណេញមួយនេះវាមានកម្រិតទាបក៏ដោយក៏ប៉ុន្តែវាពិតជាមានសារៈសំខាន់ខ្លាំងមែនទែនក្នុងការរស់នៅប្រចាំថ្ងៃរបស់ Hibiki ដែលអនុញ្ញាតឲ្យ Hibiki ទទួលបានជំនួយអំពីព្រះនិងចំណេះដឹងឬក៏ជំនាញផ្សេងៗដែលត្រូវការដើម្បីរស់នៅក្នុងពិភពលោកមួយនេះភ្លាមដដែលស្រាប់តែសម្លេងព្រះបានមកនិយាយជាមួយនឹងគាត់ក៏ប៉ុន្តែក៏បានគិតថានោះគ្រាន់តែជាការសម័យរបស់គាត់ទោះជាយ៉ាងណាក៏ដោយក៏អរគុណទៅកាន់ព្រះផងដែរដែលជួយជីវិតមកកាន់គាត់និងផ្ដល់ជំនួយផ្សេងៗដែលធ្វើឲ្យគាត់គឺអាចរស់នៅក្នុងពិភពលោកមួយនេះបានមានអីស្រាប់តែលើសម្លេងរបស់ព្រះដែលបាននិយាយមកកាន់គាត់នឹងគឺម្ដងទៀតហើយដល់ពេលទៅធ្វើឲ្យ Hibiki ក៏បានដឹងភ្លាមតែម្ដងថាសម្លេងមួយនោះមិនមែនជាការសម័យរបស់គាត់នោះទេក៏ប៉ុន្តែវាជាសម្លេងរបស់ព្រះដែលបាននិយាយមកកាន់គាត់ព្រះម្នាក់នឹងក៏បាននិយាយប្រាប់ទៅកាន់ Hibiki ថាក៏មិនអាចជួយអ្វីបានច្រើនទៅកាន់ Hibiki នោះទេគាត់អាចផ្ដល់ជំនួយឲ្យទៅកាន់ Hibiki បានក៏ប៉ុន្តែលុះត្រាតែ Hibiki នឹងគឺខំប្រឹងដល់ខ្លួនឯងដែរនិយាយជាមួយ Hibiki មិនតបមកប្រមាណផងក៏បានលាទៅកាន់ Hibiki ត្រឡប់ទៅវិញបាត់ទៅ Hibiki នៅវិញក៏គឺមានសំណួរជាច្រើនដែលចង់សួរទៅកាន់ព្រះក៏ប៉ុន្តែគឺមិនអាចសួរបានទៀតឡើយដោយសារតែគាត់មិនអាចប្រស័យទាក់ទងទៅកាន់ព្រះបានទៀតទេអំឡុងពេលហ្នឹងកញ្ញា Emilia បានត្រឡប់មកវិញហើយក៏បានសុំទោសទៅកាន់ Hibiki ផងដែរដែលឲ្យរងចាំនាងយូរស្របពេលនឹងដែរស្រាប់តែមានមនុស្សស្រីម្នាក់បានមកជួបជាមួយនឹង Emilia ដែលនាងគឺជាអ្នកធ្វើការនាំសារនឹងឯងហើយក៏បានផ្ដល់សម្បត្តិមួយឲ្យទៅកាន់កញ្ញា Emilia កញ្ញា Emilia បន្ទាប់ពីនាងបានបើកមើលភ្លាមនោះស្រាប់តែមានការភ្ញាក់ផ្អើលហើយក៏បាននិយាយសុំទោសទៅកាន់ Hibiki ឡើងលឿនតែម្ដងនៅពេលនេះនាងគឺត្រូវតែចាក់ចេញអំពីទីក្រុងមួយនេះភ្លាមៗព្រោះថានាងគឺត្រូវតែទៅគោលសម្ព័ន្ធរបស់នាងវិញសំណើចេញពីគោលសម្ព័ន្ធរបស់នាងបែបនេះហើយនាងមិនអាចបដិសេធបានឡើយគឺមានតែផ្លូវមួយគឺត្រូវតែទៅវិញតែប៉ុណ្ណោះអ្វីដែលកាន់តែពិបាកសម្រាប់នាងនោះនាងគឺមិនអាចយក Hibiki ដើម្បីទៅជាមួយនាងបាននោះទេការបង្ហាញមកកន្លែងកញ្ញា Evil នៅវិញគឺថានាងកំពុងតែស្ថិតនៅកន្លែងរូងភ្នំហើយនាងកំពុងតែស្វែងរកអ្វីមួយនៅពេលដែលនាងគឺរកមិនឃើញនោះនាងក៏ស្រាប់តែធ្វើដំណើរដើម្បីត្រឡប់ទៅក្រោយវិញតែម្ដងហើយយើងក៏មិនដឹងផងដែរថារបស់ដែលកញ្ញា Evil កំពុងតែស្វែងរកគឺជាអ្វីត្រឡប់មកកន្លែងកញ្ញា Emilia ជាមួយនឹង Hibiki នៅវិញ Hibiki បានប្រាប់ថាកុំឲ្យបារម្ភអំពីគាត់អីព្រោះថាគាត់ក៏មិនចង់ធ្វើជាបន្ទុកឲ្យទៅកាន់កញ្ញា Emilia នោះដែរសម្រាប់កញ្ញា Emilia នៅតែប្រូក្រាមទៅកាន់ Hibiki ដែលខ្លាចថាក៏មិនអាចនៅតែម្នាក់ឯងបានអញ្ចឹងណាដូច្នោះហើយនាងក៏បានប្រាប់ទៅកាន់ Hibiki តែម្ដងចាស់ពីពេលនេះទៅនាងនឹងស្នើទៅកាន់កញ្ញា Jewel ឲ្យមើលថែទៅកាន់លោកនិងសួរទៅកាន់ Hibiki ថា Hibiki នឹងគឺមានគម្រោងចង់ធ្វើអ្វីដែរនៅពេលដែលនាងចាក់ចេញទៅនោះ Hibiki បានឆ្លើយប្រាប់តែម្ដងអ្វីដែលគាត់ចង់ធ្វើនៅពេលនេះគឺជាអ្នកផ្សងព្រេង
ទោះបីជាគាត់អត់មានជំនាញក្នុងការប្រយុទ្ធក៏ដោយក៏ប៉ុន្តែគឺមានការងារមួយចំនួនដែលតម្រូវឲ្យគាត់បានស្វែងរកថ្នាំនឹងឯងអញ្ចឹងហើយការងារទាំងអស់នេះវាពិតជាត្រូវគ្នាជាមួយនឹងជំនាញរបស់គាត់ខ្លាំងមែនទែនរីមកកញ្ញាអេមីលីបានប្រាប់ទៅកាន់ហេវីគីថានៅពេលយប់លោកគួរតែសម្រាកនៅក្នុងបន្ទប់ជួលរបស់នាងទៅនិងផ្ដល់ផែនទីមួយឲ្យទៅកាន់ហេវីគីដើម្បីស្វែងរកទៅកាន់បន្ទប់ជួលរបស់នាងព្រោះថាមិនយូរមិនឆាប់នោះទេនាងនឹងត្រឡប់មកជួបជាមួយនឹងហេវីគីវិញហើយប៉ុន្តែបើសិនជាហេវីគីគឺមានកម្រោងចង់ធ្វើការលក្ខណៈធ្វើដំណើរផ្សងព្រេងឆ្ងាយៗអីនោះគឺត្រូវតែប្រាប់ទៅកាន់កញ្ញាជូអែច្បាស់ខ្លាំងណាស់កញ្ញាជូអែនឹងប្រាប់មកកាន់នាងហើយនាងនឹងស្វែងរកទៅកាន់ហេវីគីបន្តមកហេវីគីគឺមានបំណងថាចង់ប្រកោអាក្រៅរបស់កញ្ញាអេមីលីឲ្យត្រឡប់ទៅកាន់អេមីលីវិញប៉ុន្តែអេមីលីបានបដិសេធដោយលើកឡើងនេះថានេះគឺជាអំណោយដែលនាងចង់ឲ្យនៅពេលដែលពួកគេបានបែកគ្នាមានអីស្រាប់តែហេវីគីបាននិយាយថាចាប់ពីពេលនេះទៅនាងគួរតែទិញអាវឲ្យក្រាស់ៗផងព្រោះថាលាវអាវរបស់នាងគឺវាមិនសូវស្រួលប្រហែលទេគ្រាន់តែលើកដូច្នេះធ្វើឲ្យកញ្ញាអេមីលីពិតជាខ្មាស់អៀនមែនតើហើយក៏បានរត់ចេញអំពីហេវីគីបាត់ទៅដើម្បីទៅកោសម្ព័ន្ធរបស់នាងវិញគណៈពេលដែលនាងកំពុងរត់គេចអំពីហេវីគីនោះនាងអត់បានមើលខាងមុខនោះទេដែលធ្វើឲ្យដើមទ្រូងរបស់នាងទាំងពីរនោះគឺចាប់តាមបុកក្បាលរបស់អេវីលមួយទំហឹងតែម្ដងសំបីតែសម័យខ្លួនស្ទើរតែចាប់ប្រាំមិនតាន់ផងបន្ទាប់ពីប៉ះតង្កេចអំបីមិញនេះការគ្រោះថ្នាក់ចរាចរណ៍អំបីមិញនេះហើយធ្វើឲ្យកញ្ញាអេវីលនៅពេលនោះឡើងភ្នាក់ក្រោយតែម្ដងនឹងឯងទាហានដែលជាអ្នកយាមទ្វារក្រុងនៅវិញបានមកសួរកញ្ញាអេមីលីថាហេតុអីបានជាបញ្ញាបញ្ញាខ្លាំងម្ល៉េះកញ្ញាអេមីលីបានតបថាដោយសារតែនាងបញ្ញាបញ្ញាខ្លាំងពេកដើម្បីទៅកោសម្ព័ន្ធរបស់នាងវិញកញ្ញាអេវីលបន្ទាប់ពីលើកដូច្នេះចាប់ផ្ដើមភ្ញាក់ផ្អើលតែម្ដងបន្ទាប់ពីដឹងថាកញ្ញាអេមីលីត្រូវតែធ្វើដំណើរដើម្បីទៅកោសម្ព័ន្ធរបស់នាងវិញកញ្ញាអេមីលីបានប្រាប់តែម្ដងថានាងត្រូវតែធ្វើដំណើរដើម្បីទៅកោសម្ព័ន្ធរបស់នាងវិញហើយកោសម្ព័ន្ធរបស់នាងគឺមានឈ្មោះថាអាណាចក្រហ្វៀនុតកញ្ញាអេមីលីបន្ទាប់ពីលើកដូច្នេះចាប់ផ្ដើមសប្បាយចិត្តហើយក៏បាននិយាយផងដែរថាពិតជាចៃដន្យខ្លាំងណាស់ព្រោះថានាងត្រូវតែធ្វើដំណើរដើម្បីទៅតាមផ្លូវមួយនោះផងដែរអញ្ចឹងហើយគឺមានន័យថាពួកគេត្រូវតែធ្វើដំណើរទៅជាមួយគ្នាតែម្ដងសេរីក៏កាបង្ហាញមកកន្លែងហេវីគីនៅវិញយកថាអ្វីដែលគាត់ត្រូវតែធ្វើនៅពេលនេះគឺមានតែការកេងតែប៉ុណ្ណោះព្រោះថាគាត់ដឹងថាធ្វើអ្វីនោះឡើយជាស្ដែងទូរស័ព្ទរបស់គាត់គឺអស់ថ្មបាត់ទៅហើយអ្វីដែលកាន់តែពិបាកសម្រាប់គាត់ទៀតនោះគាត់ក៏មិនទាន់រកផ្លូវដើម្បីត្រឡប់ទៅពិភពរបស់គាត់វិញនោះទេម្យ៉ាងទៀតព្រះក៏មិនបានប្រស័យទាក់ទងមកកាន់គាត់ទៀតដែរសូម្បីតែនៅពេលដែលគាត់បានទៅសួរកញ្ញាជូអែពាក់ព័ន្ធអំពីការឆ្លងភពអីហ្នឹងក៏គ្មានតម្រុយផងដែរហើយអ្វីដែលគាត់ទទួលបានមកអំពីតម្រុយរបស់កញ្ញាជូអែនោះគឺថាកន្លែងទីតាំងដែលគាត់ទទួលបានគឺជាកន្លែងបារឬក៏កន្លែងបននឹងឯងប៉ុន្តែព្រាបស្រាប់តែកញ្ញាដែលជាម្ចាស់ផ្ទះជួលនោះគឺបានមកជួបជាមួយនឹងហេវីគីភ្លាមៗតែម្ដងដោយសារតែនាងពិតជាមានការប្រួយបារម្ភដល់កាន់ហេវីគីខ្លាំងណាស់ព្រោះថាកាលពីព្រឹកមិញនេះគឺមិនបានឃើញហេវីគីចូលមកញ៉ាំអាហារនៅឡើយអញ្ចឹងហើយហេវីគីត្រូវតែចូលទៅខាងក្រោមដើម្បីទទួលទានអាហារពេលល្ងាចហេវីគីបានឆ្លើយប្រាប់តែម្ដងថាគាត់ចូលទៅខាងក្រោមឥឡូវហើយបន្ទាប់ពីការចាត់ចែងរបស់ម្ចាស់ផ្ទះនោះយកថាហេវីគីនៅពេលនេះក៏កំពុងតែគិតហើយថាគាត់ត្រូវតែរកការងារធ្វើព្រោះថាគាត់មិនអាចដេកស៊ីក្នុងការចាយវាយប្រាក់របស់គាត់ឲ្យទទួលបាននោះទេអញ្ចឹងហើយក៏បានបញ្ជាស៊ីសងរបស់គាត់ក្នុងការបង្ហាញអំពីស្ថានភាពរបស់គាត់នៅពេលបច្ចុប្បន្ននេះដែលយកថាសមត្ថភាពអ្នកវាតម្លៃបណ្ដោះអាសន្នរបស់គាត់ទទួលបានកម្រិត2ហើយអំឡុងពេលហ្នឹងហេវីគីក៏បានកត់សម្គាល់អំពីជំនាញរបស់គាត់ទទួលបានចំនួន3ទៀតហើយ1គឺជាឃាតករ2គឺជាកិច្ចសន្យាហើយទី3គឺជាសភៅវេជ្ជសាស្ត្រ System របស់គាត់ក៏បានបង្ហាញប្រាប់ទៅកាន់ហេវីគីតែម្ដងថាជំនាញរបស់គាត់ដែលមានឈ្មោះថាសភៅវេជ្ជសាស្ត្រហ្នឹងគឺពិតជាមានប្រយោជន៍ខ្លាំងមែនទែនព្រោះថាគាត់គឺអាចរៀនអំពីវិជ្ជាពេទ្យផ្សេងៗបានដែលអនុញ្ញាតឲ្យហេវីគីក៏គ្រាន់តែមើលសភៅដែលបានកត់ត្រានៅក្នុងសភៅតែប៉ុណ្ណោះគាត់ក៏អាចចេះភ្លាមៗតែម្ដងឧទាហរណ៍ថាហេវីគីគាត់ចង់រៀនវិជ្ជាពេទ្យមួយដែលទាក់ទងអំពីការវះកាត់ប៉ុន្តែក៏គ្រាន់តែមើលសភៅក្នុងការណែនាំអំពីការវះកាត់ហ្នឹងគឺចេះភ្លាមៗតែម្ដងភ្លាមៗស្រាប់តែ System របស់ Hibiki ក៏បានបង្ហាញអំពីសភៅមួយដើម្បីឲ្យ Hibiki គឺបានអនុវត្តលើកដំបូងហើយការអនុវត្តដំបូងរបស់ Hibiki នៅពេលនេះគឺវេទនាដល់កហើយសេរីក៏ការបង្ហាញមកកន្លែងកញ្ញា Emily ជាមួយនឹងកញ្ញា Evil នៅវិញគណៈពេលដែលពួកគេទាំងពីរនាក់កំពុងតែដើរជជែកគ្នាតាមផ្លូវហ្នឹងអ្នកនៅពេលគឺបានជួបប្រទះជាមួយនឹងពុយអំបូរអេស្រីម្នាក់ដែលមានឯកសណ្ឋានជាអ្នកបង្រើកញ្ញា Emily គ្រាន់តែឃើញភ្លាមបានស្ទុះអោបភ្លាមតែម្ដងដោយស្រែកហៅថា Stelia ព្រោះថាកញ្ញា Emily ហ្នឹងគឺពិតជានឹកខ្លាំងណាស់ដោយការអោបបាំនេះហើយធ្វើឲ្យ Stelia ចាប់ផ្ដើមឈាមច្រមុះតែម្ដងដោយលើកឡើងនិយាយថាគឺមានរយៈពេល5ឆ្នាំទៅហើយដែលនាងមិនបានប៉ះដើមទ្រូងរបស់កញ្ញា Emily នោះទេបន្តមកកញ្ញា Emily បានណែនាំអំពី Stelia ឲ្យទៅកាន់កញ្ញា Evil បានស្គាល់ផងដែរថា Stelia គឺជាអ្នកបង្រើមេផ្ទះនៅក្នុងគ្រួសាររបស់នាងហើយកញ្ញា Emily បានណែនាំអំពីកញ្ញា Evil ឲ្យទៅកាន់កញ្ញា Stelia បានស្គាល់ផងដែរណែនាំបន្តមកប្រហែលផងក៏ស្រាប់តែកញ្ញា Evil បានអោបដៃរបស់កញ្ញា Emily ធ្វើឲ្យ Stelia ចាប់ផ្ដើមមើលចិត្តចុះតែហាច់ជាបំណៃទេបន្តមកទៀតសេរីក៏កាត់បង្ហាញពី3ថ្ងៃក្រោយមកយកគេថាសភាពរបស់ Hibiki នៅពេលនេះដូចជាទ្រុឌទ្រោមដល់ហើយដោយសារតែរយៈពេល3ថ្ងៃនេះក៏មិនបានចេញទៅណានោះទេដែលគាត់នៅតែបន្តវឹកហាត់ពាក់ព័ន្ធអំពីជំនាញរបស់គាត់នឹងឯងអញ្ចឹងហើយ Hibiki គាត់ស្រាប់តែមានកំណត់មួយដែលគាត់ចង់ទៅទិញរបស់របរមួយចំនួនដើម្បីមកប្រើប្រាស់ហើយរបស់របរដែលគាត់ចង់ទិញនៅពេលនេះគឺជាអាវុធដែលគាត់អាចប្រើប្រាស់ក្នុងការប្រយុទ្ធបានបន្តពីគាត់បានទិញហើយនោះគាត់បានធ្វើដំណើរដើម្បីទៅកន្លែងសមាគមងារអ្នកផ្សងព្រេងគណៈពេលដែល Hibiki ក៏កំពុងតែដើរនោះគាត់បានអរគុណដល់ការ system របស់គាត់ដែលបានបង្រៀនមកកាន់គាត់កន្លងមកហើយដើម្បីថ្លែងអំណរគុណឲ្យទៅកាន់ system របស់គាត់ក៏បានដាក់ឈ្មោះឲ្យទៅកាន់ system របស់គាត់តែម្ដងដែលឲ្យឈ្មោះថា Sapo ដែលមានន័យថា supporter នឹងឯងឬក៏ជំនួយហើយពិតជាចៃដន្យមែនទែននៅពេលដែល Hibiki បានធ្វើដំណើរទៅដល់កន្លែងងារអ្នកផ្សងព្រេងដែលជាសមាគមអ្នកផ្សង
ផ្សងព្រេងហើយនោះក្រុមអ្នកផ្សងព្រេងដែលមានឈ្មោះថា Silver Banner គឺចាប់ផ្ដើមមានបញ្ហាតែម្ដងដែលជាមេក្រុមគេនេះឯង Hibiki ក៏បានចងចាំផងដែរថាបរិសុទ្ធសនោះហើយគឺជាអ្នកជូនពរមកកាន់គាត់កាលពីថ្ងៃមុនអំឡុងពេលហ្នឹងប្រហុសក់លឿងបានស្នើទៅកាន់ Jewel ដើម្បីនាំទៅកាន់ Game Master ឲ្យមកទីនេះមកដើម្បីឲ្យគាត់ប្រើសមត្ថភាពរបស់គាត់ក្នុងការបញ្ឈប់ការហូរឈាមអ្វីដែលកាន់តែពិបាកសម្រាប់ពួកគេទៀតនោះគឺថា Game Master អត់នៅទីក្រុងនោះទេនៅថ្ងៃនេះអញ្ចឹងហើយពួកគេត្រូវតែស្វែងរកទៅកាន់បុគ្គលដែលអាចប្រើប្រាស់វិធានព្យាបាលបានក៏ប៉ុន្តែនៅតែអបប្រយោជន៍អញ្ចឹងដោយសារតែមិត្តភ័ក្តិរបស់បរិសុទ្ធសបាននិយាយថាគាត់គឺបានខំប្រឹងឡើងអស់ពីខ្លួនបាត់ទៅហើយក្នុងការព្យាបាលឲ្យទៅកាន់មិត្តភ័ក្តិរបស់គាត់ក៏ប៉ុន្តែមិនទទួលបានជោគជ័យនោះទេដែលឈាមរបស់បរិសុទ្ធសនៅតែបន្តហូរមកអញ្ចឹងចំណែក Hibiki ក៏ស្រាប់តែនឹកឃើញអំពីជំនាញរបស់គាត់ដែលមានឈ្មោះថាសភៅវិជ្ជសាស្ត្រ System របស់ Hibiki ក៏បានបង្ហាញប្រាប់ផងដែរថាពួកគេគឺមានឱកាសអាចជួយសង្គ្រោះបានអញ្ចឹងហើយ Hibiki បានសួរតែម្ដងថាចង់ឲ្យគាត់ជួយអត់ប្រសក់លឿងបានសួរទៅកាន់ Hibiki ថាលោកឯងគឺជាអ្នកព្យាបាលមែន Hibiki បានតបទៅវិញផងដែរថាសមត្ថភាពរបស់គាត់ត្រឹមតែជាអ្នកវិតម្លៃតែប៉ុណ្ណោះបន្តទៅលើដូច្នេះធ្វើឲ្យម្នាក់ស្រីដែលជាមិត្តភ័ក្តិរបស់បរិសុទ្ធសចាប់ផ្ដើមខឹងទៅកាន់ Hibiki តែម្ដងពេលវេលាមួយនេះវាមិនមែនជាពេលវេលាលេងសើចនោះទេហេតុអីបានជាលេងសើចអញ្ចឹង Hibiki បានតបទៅវិញផងដែរបើទោះបីជាគាត់គឺមានសមត្ថភាពអ្នកវិតម្លៃក៏ប៉ុន្តែគាត់មានជំនាញម្យ៉ាងពាក់ព័ន្ធអំពីពេទ្យដូច្នោះហើយប្រសក់លឿងបានអនុញ្ញាតឲ្យទៅកាន់ Hibiki សាកល្បងក្នុងការព្យាបាលទៅកាន់បរិសុទ្ធស Hibiki ក៏មិនចាំយកដែរក៏ចាប់ផ្ដើមប្រើជំនាញរបស់គាត់ដើម្បីព្យាបាលទៅកាន់បរិសុទ្ធស System ក៏បានបង្ហាញប្រាប់ទៅកាន់ Hibiki ផងដែរអំពីស្ថានភាពរបស់បរិសុទ្ធសថានៅក្នុងខ្លួនរបស់បរិសុទ្ធសកំពុងតែមានជាតិពុលខ្លាំងមែនទែននេះហើយជាហេតុដែលវិទ្យាមព្យាបាលមួយចំនួនគឺមិនអាចព្យាបាលបានហើយនៅសល់តែ5នាទីទៀតតែប៉ុណ្ណោះបើសិនជាមិនអាចព្យាបាលទាន់ពេលវេលានោះទេប្រកាសខ្លាំងណាស់បរិសុទ្ធសប្រហែលជាទៅបើកលុយជាមិនខានហើយដូច្នោះ Hibiki បានសួរទៅកាន់ System របស់គាត់ថាពួកគេគួរតែរកវិធីសាស្ត្រដើម្បីព្យាបាលដោយរបៀបណាទៅ System បានប្រាប់ថាដោយសារតែបរិសុទ្ធសនឹងក៏បាត់បង់ឈាមច្រើនពេកអញ្ចឹងហើយពួកគេត្រូវតែចាំបាច់ក្នុងការស្ដារអវយវៈរបស់គាត់ត្រឡប់មកវិញឲ្យបានសិនដូច្នេះ Hibiki ត្រូវតែប្រើប្រាស់ skill ចំនួន2ដែលឲ្យឈ្មោះថា Hyper Core និង Perfect Heal ចំនួន MP ដែលអាចប្រើប្រាស់ skill ទាំងពីរនេះបានគឺត្រូវតែ650 MP ឯណោះទោះជាយ៉ាងណាក៏ដោយ MP របស់ Hibiki នៅពេលបច្ចុប្បន្ននេះគឺមានតែ56តែប៉ុណ្ណោះអញ្ចឹងហើយ Hibiki បានប្រាប់ពីស្ថានភាពរបស់បរិសុទ្ធសឲ្យទៅកាន់អបិសលឿងបានដឹងបរិសុទ្ធសនៅពេលបច្ចុប្បន្ននេះកំពុងតែមានជាតិពុលខ្លាំងនៅក្នុងខ្លួនរបស់គាត់ដូច្នោះត្រូវតែដកជាតិពុលជាច្រើននៅក្នុងរាងកាយរបស់បរិសុទ្ធសឲ្យចេញពីរាងកាយរបស់គាត់បន្តមកមានឱកាសស្ដារឡើងអំពីអវយវៈរបស់គាត់តែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយក្នុងការព្យាបាលទៅកាន់បរិសុទ្ធសពួកគេត្រូវស្វែងរកទៅកាន់បុគ្គលណាម្នាក់ដែលអាចចេះប្រើប្រាស់ skill Hyper Core និង Perfect Heal ក៏ប៉ុន្តែច្បាស់ខ្លាំងណាស់គឺគ្មានអ្នកណាដែលអាចចេះប្រើ skill ទាំងពីរនេះបាននោះទេហើយឥឡូវនេះដែរអាយុជីវិតរបស់បរិសុទ្ធសនៅសល់តែ4នាទីទៀតតែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយនៅពេលហ្នឹងក៏សំណាងល្អផងដែរដោយសារតែ System របស់ Hibiki ក៏បានប្រាប់ទៅកាន់ Hibiki ថា Hibiki គួរតែប្រើប្រាស់ជំនាញរបស់គាត់មួយទៀតទៅដែលមានឈ្មោះថាកិច្ចសន្យាដែលជំនាញមួយនេះគឺអនុញ្ញាតឲ្យអ្នកដទៃបានផ្ទេរអំភីរបស់ពួកគេនឹងចូលមកក្នុងរាងកាយរបស់ Hibiki បានក៏ប៉ុន្តែអំភីទាំងអស់នោះគ្រាន់តែជាបន្តអាសន្នតែប៉ុណ្ណោះ Hibiki បន្តពីគាត់ទទួលបានដំណោះស្រាយហើយនោះគាត់ក៏មិនចាំដែរក៏ចាប់ផ្ដើមប្រកាសទៅកាន់អ្នករកគ្នាតែម្ដងដែលគាត់ចង់ឲ្យអ្នករកគ្នាបានផ្ទេរអំភីរបស់អ្នករកគ្នាឲ្យមកកាន់គាត់ដើម្បីឲ្យគាត់គឺមានសមត្ថភាពក្នុងការព្យាបាលទៅកាន់បរិសុទ្ធសមិត្តភ័ក្តិរបស់បរិសុទ្ធសទាំង3បានស្ម័គ្រចិត្តហើយក៏បានផ្ទេរអំភីរបស់ពួកគេឲ្យទៅកាន់ Hibiki ហើយឥឡូវនេះអំភីដែលពួកគេត្រូវខ្វះគឺមានចំនួន174ឯណោះដោយសារតែការខ្វះបែបនេះហើយយកគេថាកញ្ញា Jewel នៅពេលនោះក៏បានយល់ព្រមធ្វើកិច្ចសន្យាជាមួយនឹង Hibiki ផងដែរនៅទីបំផុតអំភីដែល Hibiki ត្រូវការនៅពេលនេះគឺគ្រប់ចំនួនទៅហើយ Hibiki ក៏មិនចាំយកដែរក៏បានប្រើប្រាស់ skill របស់គាត់ដែលមានឈ្មោះថា Hyper Core ក្នុងការបណ្ដេញជាតិពុលអំពីរាងកាយរបស់បរិសុទ្ធសបន្ទាប់ពីគាត់អាចបណ្ដេញជាតិពុលហើយនោះក៏មិនចាំយកដែរក៏បានប្រើប្រាស់ skill មួយយ៉ាងទៀតដែលមានឈ្មោះថា Perfect Heal នឹងឯងដែលធ្វើឲ្យអវយវៈរបស់បរិសុទ្ធសដែលត្រូវបានដាច់ឥឡូវនេះគឺបានដុសមកវិញអស់ហើយធ្វើឲ្យមិត្តភ័ក្តិរបស់បរិសុទ្ធសពិតជាមានការសប្បាយចិត្តជាខ្លាំងរីឯ Hibiki នៅវិញបន្ទាប់ពីគាត់បានប្រើប្រាស់ skill ទាំងពីរនេះហើយធ្វើឲ្យគាត់ចាប់ផ្ដើមដួលសន្លប់ភ្លាមៗតែម្ដងនៅក្នុងការយល់សប្តិរបស់ Hibiki ក៏ស្រាប់តែនឹកឃើញអំពីទស្សនវិជ្ជានៅពេលដែលគាត់បានជួបជុំគ្នាជាមួយមិត្តភ័ក្តិរបស់គាត់កាលពីនៅប្រទេសជប៉ុននៅពេលនោះអាយ៉ាមេបាននិយាយប្រាប់មកកាន់ Hibiki ថា Hibiki នេះគឺមិនដែលគិតអំពីខ្លួនឯងនោះទេថាមានគ្រោះថ្នាក់ឬក៏អត់ឲ្យតែមានហេតុការណ៍គ្រោះថ្នាក់អ្វីនោះ Hibiki គឺតែងតែលះបង់ខ្លួនឯងដើម្បីជួយសង្គ្រោះទៅកាន់អ្នកដទៃជានិច្ចសូម្បីតែសត្វឆ្កែលងទឹកនៅក្នុងទឹកទន្លេឬក៏សត្វឆ្មាកំពុងតែជាប់គាំងនៅលើដំបូលផ្ទះនោះក៏ Hibiki នឹងទៅជួយសង្គ្រោះទៅកាន់សត្វទាំងពីរនេះគឺមិនគិតអំពីខ្លួនឯងដូចគ្នាដូច្នេះហើយ Hibiki នៅថ្ងៃក្រោយលោកគួរតែគិតអំពីសុវត្ថិភាពរបស់ខ្លួនឯងសិនចាំទៅជួយសង្គ្រោះទៅកាន់អ្នកដទៃភ្លាមៗស្រាប់តែ Hibiki បានភ្ញាក់ពីការសម្លាប់របស់គាត់ភ្លាមៗដោយសារតែជំនាញឬក៏សមត្ថភាពរបស់គាត់នៅពេលនេះគឺឡើង level ទៀតហើយដែលសមត្ថភាពអ្នកវាតម្លៃបណ្ដោះអាសន្នរបស់ Hibiki គឺ level 2ឡើងទៅដល់ level 5ហើយរីឯជំនាញផ្សេងៗវិញគឺឡើង level 2ទាំងអស់ហ្នឹងប៉ុន្តែភ្លាមៗដែរស្រាប់តែ Hibiki ឡើងភ្ញាក់ព្រឺតែម្ដងព្រោះថាកញ្ញា Jewel នៅពេលនេះគឺបានបង្ហាញខ្លួននៅចំពោះមុខរបស់គាត់មូលហេតុដែលនាងមកជួបជាមួយ Hibiki នៅពេលនេះនាងពិតជាអរគុណទៅកាន់ Hibiki មែនតើដែលបានជួយសង្គ្រោះទៅកាន់ប្អូនប្រុសរបស់នាងហើយប្អូនប្រុសរបស់នាងគឺមានឈ្មោះថា Jade Hibiki ចាប់ផ្ដើមឆ្ងល់បណ្ដោយព្រោះថាកញ្ញា Jewel ជាមួយនឹង Jade ហ្នឹងគឺជាពូជម្បូរខុសគ្នាតើកញ្ញា Jewel បានតតទៅវិញផងដែរថាឪពុកតែមួយទេក៏ប៉ុន្តែម្ដាយគឺខុសគ្នាបន្តមកទៀត Hibiki បាននិយាយថាមិនចាំបាច់អរគុណមកកាន់គាត់នោះទេព្រោះថាអ្នករកគ្នាក៏បានជួយមកកាន់គាត់ដែរបើសិនជាអ្នករកគ្នាមិនផ្ដល់ម៉ាណាឲ្យមកកាន់គាត់នោះទេឬក៏ MP នោះទេច្បាស់ខ្លាំងណាស់ក៏អត់មានសមត្ថភាពក្នុងការព្យាបាលដែរ
បើទោះបីជាអញ្ចឹងក៏ដោយកញ្ញាជូអែនតែបន្តនិយាយអរគុណទៅកាន់ហេវីគីបើសិនជានៅពេលនោះអត់មានវត្តមានរបស់ហេវីគីនោះទេច្បាស់ខ្លាំងណាស់បងប្រុសរបស់នាងប្រកាសជាស្លាប់ជាមិនខានដោយការអរគុណរបស់កញ្ញាជូអែលើកទី2បាននេះហើយធ្វើឲ្យហេវីគីនៅពេលនោះក៏បានយល់ព្រមទៅជាពិសេសស្នាមញញឹមរបស់ហេវីគីធ្វើឲ្យកញ្ញាជូអែចាប់ផ្ដើមអៀនបណ្ដោយរួចមកទៀតកញ្ញាជូអែបានប្រាប់ទៅកាន់ហេវីគីផងដែរថារឿងរ៉ាវរបស់ហេវីគីក្នុងការប្រើប្រាស់ស្គីអីហ្នឹងគឺនាងលាក់បាំងទៅហើយអញ្ចឹងបន្ថែមនេះគឺអាចប្រើសិទ្ធិអំណាចជាអ្នកផ្សងព្រេងរបស់នាងក្នុងការបិទបាំងអំពីការប្រើប្រាស់ស្គីរបស់ហេវីគីមូលហេតុដែលនាងចេញលិខិតបិទបាំងបែបនេះដោយសារតែនាងអាចប្រើប្រាស់ស្គី Hypercope ជាមួយនឹង Perfect Heal នោះគឺស្ទើរតែមួយអាណាចក្រទៅហើយដែលមិនអាចប្រើប្រាស់អំណាចបែបនេះដូច្នោះបើដំណឹងបែបនេះគឺបានរីករាលដាលពេញទីក្រុងនោះច្បាស់ខ្លាំងណាស់គឺមានមនុស្សមួយចំនួនដែលមានកំណត់អាក្រក់ដែលចង់ប្រើប្រាស់ទៅកាន់ហេវីគីដើម្បីស្វែងរកលុយប៉ុន្តែនេះគឺមានដំណោះស្រាយដើម្បីជួយសង្គ្រោះទៅកាន់ហេវីគីទី1ហេវីគីត្រូវតែបង្កើតក្រុមអ្នកផ្សងព្រេងដើម្បីឲ្យមិត្តភ័ក្តិគឺជួយការពារជំរឿទី2ហេវីគីត្រូវតែជួយទៅកាន់អង្គរៈដើម្បីការពារនឹងឯងសាច់រឿងក៏កាត់បង្ហាញមកកន្លែងទីតាំងមួយទៀតដែលយើងគិតថាទីតាំងមួយនោះវាប្រៀបដូចជានៅកន្លែងគុកអញ្ចឹងហើយក៏បានឃើញថាមានក្មេងស្រីម្នាក់កំពុងតែអោបដៃរបស់បរិសុទ្ធចចដ៏ធំមួយនោះក៏បានប្រាប់ទៅកាន់ក្មេងស្រីម្នាក់នោះផងដែរថាកុំឲ្យបារម្ភអីឲ្យតែអ្នកណាហ៊ានចូលមកចិត្តនោះយើងនឹងហាយទៅកាន់អ្នកនោះដាច់ជាដុំតែម្ដងសាច់រឿងក៏កាត់បង្ហាញនៅពេលហេវីគីក៏បានទៅសមាគមដើម្បីជួយទៅកាន់អង្គរៈហេវីគីក៏បានជួបជាមួយនឹងថៅកែដែលមានឈ្មោះថាអាចារ្យដ្ឋានដែលគាត់គឺជាថៅកែក្នុងការជួបមនុស្សធ្វើជាអង្គរៈទៅកាន់ភ្ញៀវហេវីគីក៏បានប្រាប់ពីគោលបំណងរបស់គាត់ដែលមកទីនេះថាគាត់ចង់ជួបអង្គរៈដើម្បីការពារខ្លួនអីចឹងណាអាចារ្យដ្ឋានគ្រាន់តែលើដូច្នេះភ្លាមចាប់ផ្ដើមបញ្ចេញអត្តចរិតមើលទៅដូចជាមនុស្សរោគចិត្តអ្វីទេហើយក៏បាននិយាយថានៅពេលនេះគាត់ទទួលបានក្លិនអំពីហេវីគីគឺជាក្លិនលុយបន្តមកអាចារ្យដ្ឋានក៏បានបង្ហាញអំពីបុគ្គលចំនួន5នាក់ដែលមើលទៅសាច់ដុំធំខ្លាំងមែនទែនដើម្បីធ្វើជាអង្គរៈហេវីគីគ្រាន់តែឃើញភ្លាមគឺបដិសេធផ្លែតតែម្ដងដោយសារតែគាត់គឺមិនត្រូវការជាមួយនឹងអង្គរៈបែបនេះនោះទេមូលហេតុដែលគាត់បដិសេធដោយសារតែ MP របស់ពួកគេនឹងគឺវាតិចខ្លាំងពេកដែលតម្រូវការរបស់ហេវីគីនឹងគាត់ចង់ស្វែងរកទៅកាន់បុគ្គលណាឬក៏អង្គរៈណាដែលមាន MP ខ្ពស់ដើម្បីឲ្យគាត់ងាយស្រួលក្នុងការខ្ចី MP ក្នុងការប្រើប្រាស់ស្គីចំនួន2ហើយស្គីទាំងពីរនោះយើងប្រកាសជាដឹងហើយគឺជា Hypercope ហើយនិង Perfect Heal ទោះជាយ៉ាងណាក៏ដោយអាចារ្យដ្ឋាននៅតែបន្តយកចិត្តទៅដាក់ជាមួយនឹងហេវីគីដដែលព្រោះថាគាត់នៅតែបន្តធំក្លិនអំពីលុយរបស់ហេវីគីនឹងឯងដូច្នោះគាត់ចង់ឲ្យហេវីគីប្រាប់មកកាន់គាត់ថាបុគ្គលណាដែលស័ក្តិសមធ្វើជាអង្គរៈរបស់ហេវីគីអំឡុងពេលហ្នឹងហេវីគីបានបញ្ជាស៊ីសឹមរបស់គាត់ក្នុងការវិដំណើរទៅកាន់អាចារ្យដ្ឋានដើម្បីបង្ហាញអំពីអត្តចរិតរបស់អាចារ្យដ្ឋានអញ្ចឹងទៅក៏ប៉ុន្តែច្បាស់ខ្លាំងណាស់អត្តចរិតរបស់គាត់គឺបានបង្ហាញហើយគឺជាបុគ្គលម្នាក់អាចនិយាយថាជាមុខលុយក៏បានដែរតាក់ទងអំពីការជួអង្គរៈអាចារ្យដ្ឋាននៅវិញក៏បានប្រាប់ទៅកាន់ហេវីគីបន្តទៀតថាបើទោះបីជាយ៉ាងណាក៏ដោយនៅទីនេះក៏វាមានគុណសម្បត្តិមួយចំនួនផងដែរក៏ប៉ុន្តែក៏មិនណែនាំឲ្យស្គាល់នោះទេដោយសារតែអង្គរៈមួយចំនួនពួកគេគឺចង់តែបំពេញតួនាទីក្នុងការធ្វើជាអង្គរៈតែប៉ុណ្ណោះហើយការបញ្ជាឲ្យទៅប្រយុទ្ធឬក៏ការធ្វើកម្លាំងបាយពាក់ព័ន្ធអំពីការងារផ្សេងៗគឺមិនធ្វើនោះទេនិយាយងាយទៅគឺថាបុគ្គលដែលចង់ឲ្យជួយធ្វើជាអង្គរៈអីហ្នឹងគឺសម្រាប់តែការពារតែប៉ុណ្ណោះអាចនិយាយបានថាអង្គរៈហ្នឹងគឺការពារមិនឲ្យអ្នកណាមកធ្វើបាបមកកាន់យើងអីចឹងណាប៉ុន្តែបើយើងបញ្ជាឲ្យទៅប្រយុទ្ធអីគឺអត់ទៅទេបន្តមកទៀតយើងគិតថាអាចារ្យដ្ឋានក៏បាននាំហេវីគីដើម្បីទៅជួយជាមួយនឹងបរិសុទ្ធចចអីដែលគាត់កំពុងតែជាប់នៅក្នុងទ្រង់ជាមួយនឹងក្មេងស្រីម្នាក់អញ្ចឹងហើយហេវីគីបានឆ្ងល់នឹងសួរទៅកាន់អាចារ្យដ្ឋានថាហេតុអីបានជាដាក់ទ្រង់អញ្ចឹងអាចារ្យរដ្ឋាបានប្រាប់ថាដោយសារតែបរិសុទ្ធចចនោះគឺតែតែការពារទៅកាន់ក្មេងស្រីម្នាក់នោះដែលនៅចិត្តខ្លួននោះដូច្នេះហើយគ្មាននរណាដែលអាចគ្រប់គ្រងទៅកាន់បរិសុទ្ធចចបាននោះទេបានត្រឹមតែដាក់ទ្រង់តែប៉ុណ្ណោះដើម្បីការពារខ្លួនរីឯក្មេងស្រីដែលនៅក្បែរជាមួយនឹងបរិសុទ្ធចចវិញគឺត្រូវបានគេវាតម្លៃផងដែរថានេះគឺអាចប្រើប្រាស់វេទមន្តបានទោះជាយ៉ាងណាក្តីក្មេងស្រីម្នាក់នោះគឺមិនអាចគ្រប់គ្រងអំពីការផ្ទុះវេទមន្តរបស់ខ្លួនឯងបាននោះទេដែលវាគឺតែផ្ទុះឡើងម្ដងម្កាលតែម្ដងបន្ទាប់ពីប្រាប់ហើយនោះហេវីគីក៏បានបញ្ជាទៅកាន់ស៊ីសឹមរបស់ខ្លួនដើម្បីវាតម្លៃទៅកាន់បរិសុទ្ធចចប៉ុន្តែស្រាប់តែភ្ញាក់ផ្អើលព្រោះថាស៊ីសឹមនៅពេលនេះគឺមិនអាចវាតម្លៃបានឡើយដែលព័ត៌មានពាក់ព័ន្ធជាមួយនឹងបរិសុទ្ធចចត្រូវបានលាក់បាំងនឹងឯងអញ្ចឹងហើយស៊ីសឹមក៏បានប្រាប់ទៅកាន់ហេវីគីឲ្យប្រើប្រាស់ស្គីមួយយ៉ាងទៀតដែលមានឈ្មោះថាភ្នែកអ្នកជំនាញហើយស្គីមួយនេះគឺត្រូវបានបន្ទានពរដោយព្រះតែម្ដងមិនត្រឹមតែប៉ុណ្ណោះទេស្គីមួយនេះគឺស្ថិតនៅរ៉េង S ចំនួន3ដើមឯណោះហេវីគីបានសម្រេចចិត្តប្រើប្រាស់ស្គីដែលមានឈ្មោះថាភ្នែកអ្នកជំនាញឲ្យវាតម្លៃទៅកាន់បរិសុទ្ធចចម្ដងទៀតហើយក៏បានបង្ហាញផងដែរថាបរិសុទ្ធចចមួយនោះគឺមានឈ្មោះថា Cloud Apras មានអាយុ26ឆ្នាំជាពុយអម្បូរចចខ្មៅហើយស្ថានភាពនៅពេលបច្ចុប្បន្ននេះកំពុងតែជាប់បណ្ដាសាមួយដែលមានឈ្មោះថាខ្សែចង្វាក់អចលនវត្ថុចុងក្រោយគេគឺជាសមត្ថភាពរបស់បរិសុទ្ធចចដែលមានឈ្មោះថាណៃនឹងមានកម្រិតតែ15តែប៉ុណ្ណោះក៏ប៉ុន្តែកម្រិត15ឬក៏ល្បី15ហ្នឹងគឺវាមានឈ្មោះមួយតង់ទៀតផងដែរដែលជាវីរៈបរោះនិងមានល្បីហ្នឹងគឺ95ឯណោះអញ្ចឹងហើយវាពិតជាខ្ពស់ខ្លាំងណាស់សូម្បីតែហេវីគីក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីគាត់បានដឹងបែបនេះដូច្នេះហើយគាត់បានបញ្ជាស៊ីសងរបស់គាត់ដើម្បីវាលំណៃទៅកាន់ក្មេងស្រីម្ដងហើយក៏បានបង្ហាញផងដែរថាក្មេងស្រីម្នាក់ហ្នឹងគឺមានឈ្មោះថាលីលៀនរួចនិងមានសមត្ថភាពជាអ្នកប្រើប្រាស់វេទមន្តក៏ប៉ុន្តែនោះគ្រាន់តែជាការសាកល្បងរបស់ព្រះតែប៉ុណ្ណោះដែលបានប្រទានពរឲ្យ
បើសិនជាក្មេងស្រីលីលៀននេះគឺមានសមត្ថភាពក្នុងការគ្រប់គ្រងអំពីវេទមន្តរបស់ខ្លួនឯងបាននោះច្បាស់ខ្លាំងណាស់ក្មេងស្រីលីលៀននេះគឺប្រកាសជាខ្លាចជាអ្នកប្រើប្រាស់វេទមន្តដ៏អស្ចារ្យម្នាក់ហេវីគីបន្តពីគាត់បានវាតម្លៃទៅកាន់អ្នកទាំងពីរហើយនោះធ្វើឲ្យគាត់ពិតជាពេញចិត្តខ្លាំងមែនទែនព្រាបលៀនស្រាប់តែស៊ីសឹមរបស់ហេវីគីក៏បានបង្ហាញប្រាប់ទៅកាន់ហេវីគីផងដែរហេវីគីត្រូវតែប្រើប្រាស់ស្គីម្យ៉ាងទៀតដែលមានឈ្មោះថាការសង្គ្រោះកម្រិតមួយដែលវាមានសមត្ថភាពក្នុងការដោះបណ្ដាសាររបស់ Cloud បានដែលជាបរិយាចរហេវីគីបន្តពីគាត់បានសម្រេចចិត្តច្បាស់ហើយនោះក៏មិនចាំយូរដែរក៏បានប្រាប់ទៅកាន់អាចារ្យដ្ឋានថានៅពេលនេះក៏បានសម្រេចចិត្តហើយខ្ញុំនៅពេលនេះសម្រេចចិត្តច្បាស់ហើយថាខ្ញុំជ្រើសរើសពួកគេទាំងពីរនាក់ធ្វើជាអង្គរៈរបស់ខ្ញុំថាការអាចារ្យដ្ឋានគឺចាប់ផ្ដើមបញ្ចេញអត្តចរិតមើលទៅដូចជាធំក្លិនលួយទៀតហើយយ៉ាប់មកនៅក្នុងសាច់រឿងមួយនេះមនុស្សម្នាក់ៗដូចជាប្លែកៗដល់ហើយសាច់រឿងក៏បង្ហាញនៅពេលហេវីគីបាននាំ Cloud ហើយនឹងលីលៀនគឺបានមកដល់កន្លែងព្រៃមួយកន្លែង Cloud បានសួរទៅកាន់ហេវីគីថាហេតុអីបានជានាំពួកគេទាំងពីរនាក់មកដល់ទីនេះអញ្ចឹងហេវីគីក៏បានប្រាប់ផងដែរថាគាត់នាំអ្នកទាំងពីរមកទីនេះអត់មានបំណងអាក្រក់នោះទេក៏គ្រាន់តែមានបំណងថាចង់ជួយទៅកាន់ Cloud តែប៉ុណ្ណោះហេវីគីក៏បានប្រាប់ទៅកាន់លីលៀនថាគាត់ពិតជាត្រូវការទៅកាន់នាងមែនទែនដើម្បីជួយសង្គ្រោះទៅកាន់ Cloud ហើយច្បាស់ខ្លាំងណាស់លីលៀនក៏បានយល់ព្រមនឹងសំណើរបស់ហេវីគីរីឯ Cloud នៅវិញគាត់ដូចជាមិនចង់ជឿជាក់ទៅកាន់ហេវីគីនោះទេប៉ុន្តែត្រូវបានលីលៀនគឺបានប្រាប់ទៅកាន់បរិយាចរឲ្យនៅឲ្យស្ងៀមទៅរួចមកលីលៀនបាននិយាយប្រាប់ទៅកាន់ហេវីគីថានាងពិតជាត្រូវការជំនួយរបស់ហេវីគីខ្លាំងណាស់ដើម្បីជួយសង្គ្រោះទៅកាន់ Cloud ព្រោះថា Cloud នឹងគឺតែងតែការពារមកកាន់នាងជានិច្ចនឹងសួរពីយោបល់របស់ហេវីគីថាពួកគេត្រូវតែព្យាបាលទៅកាន់ Cloud នឹងគឺដោយរបៀបណាទៅហេវីគីបានឆ្លើយប្រាប់ថាក៏គ្រាន់តែត្រូវការជំនួយរបស់កញ្ញាលីលៀនតែប៉ុណ្ណោះដើម្បីខ្ចីអំភីដើម្បីឲ្យគាត់ងាយស្រួលប្រើប្រាស់ស្គីលរបស់គាត់ក្នុងការព្យាបាលឲ្យទៅកាន់ Cloud គ្រាន់តែលីលៀនបានឆ្លើយយកព្រមភ្លាមស្រាប់តែអំភីរបស់លីលៀននឹងគឺបានផ្ទេរទៅកាន់ហេវីគីភ្លាមៗតែម្ដងហេវីគីបន្តពីគាត់ទទួលបានអំភីហើយនោះក៏មិនចាំយូរដែរក៏បានប្រើប្រាស់ស្គីលមួយយ៉ាងដែលមានឈ្មោះថា Perfect Heal ដែលធ្វើឲ្យដៃជើងរបស់ Cloud ដែលត្រូវបានដាច់កាលពីលើកមុននឹងគឺត្រូវបានដុសមកវិញអស់ហើយលីលៀនបន្តពីឃើញដៃជើងរបស់ Cloud ត្រឡប់មកវិញបែបនេះធ្វើឲ្យនាងពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយក៏បានរត់អោបទៅកាន់ Cloud តែម្ដងចំពោះ Cloud ក៏ពិតជាអរគុណទៅកាន់ហេវីគីមែនទែនដែលបានជួយសង្គ្រោះមកកាន់គាត់និងព្យាបាលមកឲ្យគាត់រីឯហេវីគីនៅវិញក៏បានណែនាំអំពីឈ្មោះរបស់ខ្លួនឯងឲ្យទៅកាន់ Cloud បានស្គាល់ផងដែរ Cloud បើទោះបីជាគាត់ទទួលបានដៃជើងរបស់គាត់យ៉ាងណាក៏ដោយក៏ប៉ុន្តែកម្លាំងរបស់គាត់ដូចជានៅខ្សោយដដែលមានអីស្រាប់តែហេវីគីនឹងគឺបាននិយាយប្រាប់ត្រង់ៗដោយសារតែ Cloud នឹងកំពុងតែជាប់បដាសានៅឡើយនេះហើយគឺជាមូលហេតុដែល Cloud មិនទាន់ទទួលបានកម្លាំងត្រឡប់មកវិញបន្ទាប់ពីលើពាក្យសម្ដីបែបនេះធ្វើឲ្យ Cloud ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយក៏ឆ្ងល់ផងដែរថាហេតុអីបានជាហេវីគីបានដឹងអំពីគាត់អញ្ចឹងព្រោះថាបណ្ដាសាបែបនេះសូម្បីតែអ្នកវាតម្លៃធម្មតាគឺមិនអាចមើលឃើញនោះទេដូច្នេះនៅពេលនេះខ្ញុំពិតជាចង់ដឹងមែនទែនថាលោកនឹងគឺជាអ្នកណាឲ្យពិតប្រាកដហេវីគីអត់បានប្រាប់រឿងរ៉ាវទាំងអស់នោះទេក៏បានត្រឹមតែប្រាប់ទៅកាន់ Cloud ថា Cloud គឺជាវីរៈបុរសរីឯលីលៀននៅវិញនៅថ្ងៃអនាគតប្រកាសខ្លាំងណាស់នឹងអាចខ្លាចជាអ្នកប្រើប្រាស់វេទមន្តដ៏អស្ចារ្យម្នាក់រឿងរ៉ាវបែបនេះហើយធ្វើឲ្យ Cloud នៅវិញគឺកាន់តែចង់ដឹងពាក្យប៉ុនអំពីហេវីគីសម្រាប់ហេវីគីក៏លែងលាក់បាំងទៀតដែរដែលក៏បានប្រាប់តែម្ដងដោយសារតែព្រះនឹងគឺបានប្រទានពរមកកាន់គាត់អំពីស្គីម្យ៉ាងដែលមានឈ្មោះថាភ្នែកជំនាញនេះហើយគឺជាមូលហេតុដែលក៏បានដឹងអំពីព័ត៌មានរបស់ Cloud ជាមួយនឹងលីលៀនបន្ទាប់ពីប្រាប់បែបហ្នឹងហើយស្រាប់តែហេវីគីចាប់ផ្ដើមប្រើប្រាស់ស្គីរបស់គាត់ហើយដែលគេឲ្យឈ្មោះថាជាការសង្គ្រោះកម្រិតមួយដើម្បីជួយសង្គ្រោះទៅកាន់ Cloud អំពីបណ្ដាសាដែលគាត់កំពុងតែជាប់នៅពេលបច្ចុប្បន្ននេះដែលយើងឃើញថាមានច្បាប់ជាច្រើនកំពុងតែហុំព័ទ្ធមកកាន់គាត់និងមានចំហាយពណ៌ស្វាយជាច្រើនដែលចេញពីរាងកាយរបស់ Cloud នៅពេលដែលហេវីគីបានប្រើប្រាស់ស្គីរបស់គាត់ដែលមានឈ្មោះថាការសង្គ្រោះកម្រិតមួយហ្នឹងហើយក៏ស្រាប់តែលេចឡើងជាមួយនឹងកន្ត្រៃដ៏ធំមួយដែលមានសភាពពណ៌សបានលេចឡើងនៅលើក្បាលរបស់ Cloud រួចមកកន្ត្រៃដ៏ធំនោះចាប់ផ្ដើមកាត់ផ្ដាច់អំពីច្រវាក់ដែលកំពុងតែជាប់នៅលើរាងកាយរបស់ Cloud ធ្វើឲ្យ Cloud ពិតជាមានការឈឺចាប់ខ្លាំងមែនទែនរីឯអ្នកទាំងពីរនៅវិញបែរជាគិតថាប្រហែលជា Cloud បាត់បង់ជីវិតហើយទោះជាយ៉ាងណាក៏ដោយ Cloud ក៏បាត់បង់ជីវិតនោះទេផ្ទុយទៅវិញបណ្ដាសារបស់គាត់ហ្នឹងគឺត្រូវបានដោះបានសម្រេចហើយ Cloud ក៏ទទួលញៀនដឹងផងដែរថាថាអពរឬកម្លាំងរបស់គាត់កាលពីមុនគឺត្រឡប់មកវិញដូចដើមវិញហើយបន្ទាប់មក Cloud ក៏បានលុតជង្គង់នៅចំពោះមុខរបស់ហេវីគីនិងប្រាប់ទៅកាន់ហេវីគីថាក៏ពិតជាសុំទោសមែនទែនអំពីអកប្បកិរិយារបស់គាត់កន្លងមកព្រោះថាចាប់តាំងពីគាត់បានជាប់បដាសាមិនថាគេឈ្មោះឬក៏សមត្ថភាពរបស់គាត់នោះទេសូម្បីតែប្រលឹងរបស់គាត់គឺស្ទើរតែបាត់បង់ទាំងស្រុងតែម្ដងក៏ប៉ុន្តែសម្រាប់នៅថ្ងៃនេះក៏ពិតជាដឹងគុណទៅកាន់ហេវីគីមែនទែនដែលបានព្យាបាលមកគាត់ថែមទាំងជួយដោះបដាសាមកឲ្យគាត់ទៀតដូច្នេះចាប់ពីពេលនេះទៅគាត់នឹងព្រមលះបង់អំពីប្រលឹងរបស់ខ្លួនឯងឲ្យទៅកាន់ហេវីគីដើម្បីចុះកិច្ចសន្យាជាមួយគ្នារីឯស៊ីសឺម្នាក់វិញក៏បានប្រាប់ទៅកាន់ហេវីគីផងដែរថាហេវីគីគួរតែប្រើប្រាស់ស្គីដែលចុះកិច្ចសន្យាទៅដើម្បីបង្ហាញភក្ដីភាពអំពីពួកគេទាំងពីរនាក់ទៅវិញទៅមកហេវីគីក៏មិនចាំយូរដែរក៏ចាប់ប្រើប្រាស់ស្គីកិច្ចសន្យាដើម្បីចុះកិច្ចសន្យាជាមួយគ្នាតែម្ដងពិធីក្នុងការចុះកិច្ចសន្យាជាមួយនឹងហេវីគីនោះយើងគិតថា Cloud ក៏កំពុងតែធ្វើការស្បត់ស្បាយហើយអំពីភក្ដីភាពរបស់គាត់នឹងស្មោះត្រង់ជាមួយនឹងហេវីគីនិងយកហេវីគីធ្វើជាម្ចាស់របស់ខ្លួនរីឯហេវីគីនៅវិញក៏បានឆ្លើយយកព្រមអញ្ចឹងមានន័យថាពួកគេទាំងពីរនាក់ត្រូវបានចុះកិច្ចសន្យាជាមួយគ្នាហើយគ្រាន់តែឆ្លើយយកព្រមភ្លាមយើងគិតថាសញ្ញារបស់ពួកគេទាំងពីរនាក់ត្រូវបានបង្ហាញផងដែរនៅដៃរបស់ពួកគេរៀងៗខ្លួនចំពោះលីលៀនក៏សប្បាយចិត្តផងដែរបន្ទាប់ពីឃើញថាអ្នកទាំងពីរគឺចុះកិច្ចសន្យាជាមួយគ្នាគឺបានសម្រេចសាច់រឿងក៏កាត់បង្ហាញមកកន្លែងទីតាំងរបស់កញ្ញាអេមីលីជាមួយនឹងកញ្ញាអេវីលហើយនិងអ្នកបង្រារបស់នាងនៅវិញហើយការធ្វើដំណើររបស់ពួកគេនឹងគឺទៅតែបានពាក់កណ្ដាលផ្លូវតែប៉ុណ្ណោះក៏ប៉ុន្តែមិនបាច់មើលសភាពរបស់អ្នកបង្រារបស់កញ្ញាអេមីលីនោះទេឡើងទៅហក់ដល់កយនោះនៅពេលដែលឃើញដូច្នេះកញ្ញាអេមីលីបានសម្រេចចិត្តថា
ពួកគេគួរតែសម្រាប់នៅភូមិខាងមុខមួយនេះទៅដោយសារតែនៅទីនោះក៏មានអាងទឹកក្តៅក្នុងការងូតផងដែរធ្វើឲ្យអ្នកបង្រានរបស់កញ្ញាអេមីលីនៅពេលនេះចាប់ផ្ដើមសប្បាយចិត្តតែម្ដងដោយសារតែនេះគឺជាអ្វីដែលនាងចង់ឃើញនោះគឺជាភ្នំភ្លួកញ្ញាអេវីនគឺឆ្ងល់បដ ாய் នឹងសួរទៅកាន់អ្នកបង្រានរបស់កញ្ញាអេមីលីផងដែរថាភ្នំភ្លួនឹងអីគេទោះជាយ៉ាងណាក្តីនៅពេលនេះកញ្ញាអេមីលីបានសម្រេចចិត្តទៅហើយថាពួកគេត្រូវតែងូតទឹកក្តៅនៅភូមិខាងមុខនេះត្រឡប់មកកន្លែងហេវីគីនៅវិញក៏កំពុងតែធ្វើការប្រាប់ទៅកាន់លីលៀនជាមួយនឹងខ្លោពាក់ព័ន្ធអំពីបញ្ហាដែលគាត់កំពុងតែជួបថាហេតុអ្វីបានជាគាត់ត្រូវការអង្គរៈដើម្បីការពារខ្លួនអញ្ចឹងទៅចំពោះខ្លោហើយនឹងកញ្ញាលីលៀនបន្ទាប់ពីឮបញ្ហារបស់ហេវីគីបែបនេះពួកគេក៏បានស្ម័គ្រចិត្តផងដែរថាបើសិនជាហេវីគីត្រូវការនៅពេលណាពួកគេទាំងពីរនាក់នឹងផ្ដល់អំពីរបស់ពួកគេទាំងពីរនាក់ឲ្យទៅកាន់ហេវីគីភ្លាមៗតែម្ដងដូច្នោះហើយហេវីគីបានសម្រេចថាគាត់នឹងប្រើស៊ីស្ទឹមរបស់គាត់ក្នុងការខ្ចីអំពីរបស់ពួកគេទាំងពីរនាក់បន្តិចតែម្ដងដើម្បីឲ្យខ្លួនឯងមានកម្លាំងមកវិញបន្ទាប់ពីគាត់ទទួលបានអំពីហើយនោះស្រាប់តែស៊ីស្ទឹមរបស់គាត់បានបង្ហាញប្រាប់ថាជំនាញការ៉េមូរបស់ហេវីគីត្រូវបានឡើងកម្រិតហើយអំឡុងពេលហ្នឹងខ្លោក៏បានសួរទៅកាន់ហេវីគីពាក់ព័ន្ធអំពីហេវីគីថាគាត់ពិតជាឆ្ងល់មែនទែនហេតុអ្វីបានជាហេវីគីគឺតែងតែនិយាយតែម្នាក់ឯងបែបនេះសម្រាប់ហេវីគីក៏បានលាក់បាំងនោះទេដែលគាត់បានប្រាប់តែម្ដងថានោះគឺជាស៊ីស្ទឹមរបស់គាត់នឹងឯងដែលមានសមត្ថភាពក្នុងការបង្រៀនបង្កាន់កពាក់ព័ន្ធអំពីសមត្ថភាពឬក៏បច្ចេកទេសជំនាញផ្សេងៗរឿងរ៉ាវរបស់ហេវីគីបែបនេះហើយធ្វើឲ្យខ្លោក៏កាន់តែភ្ញាក់ផ្អើលហើយព្រោះថាអ្នកដែលមានជំនាញស៊ីស្ទឹមបែបហ្នឹងឬក៏ជាមនុស្សដែលមានសមត្ថភាពបែបនេះច្បាស់ខ្លាំងណាស់គឺតើតែមនុស្សដែលជាប្រភេទដែលអ៊ីស៊ីកៃនិយាយងាយយកទៅឆ្លងភពគឺដូចជាហេវីគីអញ្ចឹងអ្នកគ្នាដែលគាត់ក៏បានឆ្លងភពមកពីប្រទេសជប៉ុនមកដល់ពិភពលោកមួយនេះមូលហេតុដែលខ្លោក៏បានដឹងពាក់ព័ន្ធអំពីការឆ្លងភពអីហ្នឹងដោយសារតែគាត់គឺតែងតែធ្លាប់លើគេនិយាយដល់ពេលចឹងទៅហេវីគីបានសួរទៅកាន់ពួកគេទាំងពីរនាក់ថានៅតែបន្តទុកចិត្តមកកាន់គាត់អត់បន្ទាប់ពីអ្នកទាំងពីរគឺបានដឹងថាគាត់គឺជាមនុស្សដែលឆ្លងមកពិភពលោកផ្សេងច្បាស់ខ្លាំងណាស់ពួកគេគឺនៅតែបន្តទុកចិត្តទៅកាន់ហេវីគីអញ្ចឹងបើទោះបីជាហេវីគីគឺឆ្លងភពមកពិភពលោកផ្សេងក៏ដោយទោះជាយ៉ាងណាក្តីគាត់នៅតែបន្តភ្ញាក់ផ្អើលពាក់ព័ន្ធអំពីសមត្ថភាពរបស់ហេវីគីដែលទទួលបានអំពីព្រះបន្តមកទៀតខ្លោក៏បាននិយាយប្រាប់ទៅកាន់ហេវីគីផងដែរបើតាមអ្វីដែលគាត់បានដឹងនៅក្នុងពិភពលោកមួយនេះគឺមានព្រះចំនួន11ឯណោះអំឡុងពេលហ្នឹងស្រាប់តែហេវីគីបាននិយាយប្រាប់ទៅកាន់កញ្ញាលីលៀនពាក់ព័ន្ធអំពីសមត្ថភាពរបស់នាងដែលជាអ្នកប្រើប្រាស់វេទមន្តដ៏អស្ចារ្យក៏ប៉ុន្តែថាអំពើវេទមន្តរបស់កញ្ញាលីលៀនវាពិតជាខ្លាំងណាស់អញ្ចឹងហើយវាអាចបំផ្លាញអំពីខ្លួនឯងបានគ្រាន់តែលើដូច្នេះស្រាប់តែធ្វើឲ្យកញ្ញាលីលៀនចាប់ផ្ដើមបាក់ទឹកចិត្តអំពីខ្លួនឯងតែម្ដងដែលគិតថាប្រហែលជាខ្លួនឯងអាចនឹងស្លាប់នៅពេលណាមួយចំពោះខ្លោក៏បានប្រាប់ទៅកាន់ហេវីគីផងដែរដោយសារតែអំណាចមួយនោះហើយក្រុមគ្រួសាររបស់កញ្ញាលីលៀនពិតជាភ័យខ្លាចអំពីអំណាចរបស់កញ្ញាលីលៀននៅពេលបច្ចុប្បន្ននេះខ្លាំងមែនទែនអញ្ចឹងហើយបានជាពួកគេនឹងបានលក់កញ្ញាលីលៀនឲ្យទៅកាន់ឈ្មួញសម្រាប់ហេវីគីក៏មានការភ័យផ្អើលផងដែរក៏ប៉ុន្តែគាត់នៅតែបន្តប្រាប់អញ្ចឹងអំណាចវេទមន្តកញ្ញាលីលៀនកំពុងតែមាននោះគឺជាការប្រទានពរអំពីព្រះតែម្ដងដោយព្រះនោះគឺមានឈ្មោះថាព្រះវេទមន្តនៅកន្លែងទីតាំងរបស់ព្រះនៅវិញគេថាព្រះរបស់ហេវីគីនៅពេលនេះកំពុងតែភ័យខ្លាចអំពីព្រះម្នាក់ទៀតដែលព្រះម្នាក់នោះមើលទៅដូចជាសភាពមិនសូវស្រួលប្រមាណនោះទេរីឯហេវីគីក៏កំពុងតែប្រស័យតាក់ទងជាមួយនឹងព្រះរបស់គាត់កំពុងតែឆ្ងល់ថាហេតុអីបានជាព្រះរបស់គាត់កំពុងតែញញ៉ាយខ្លាំងម៉េចបន្ទាប់ពីលើភាពរញ៉េរញ៉ាបន្តិចហើយនោះក៏ស្រាប់តែលើសំឡេងរបស់មនុស្សស្រីដែលជាព្រះវេទមន្តនឹងឯងដែលបានប្រាប់ទៅកាន់ហេវីគីថាអំណាចវេទមន្តរបស់ក្មេងស្រីលីលៀននោះគាត់មិនអាចយកមកវិញបាននោះទេបើទោះបីជានាងគឺជាអ្នកប្រទានពរវេទមន្តមួយនោះឲ្យទៅកាន់នាងក៏ដោយនឹងប្រាប់ទៅកាន់ហេវីគីកុំឲ្យឆ្ងល់អំពីសំឡេងរបស់នាងអីដោយសារតែនាងគឺជាព្រះនៃវេទមន្តប៉ុន្តែជាសំណាងល្អដោយសារតែហេវីគីនឹងគឺមានជំនាញក្រែមួដូច្នោះហេវីគីក៏ទៅប្រើអំពីរបស់ខ្លួនដើម្បីប្រើស្គីមួយនោះក្នុងការកែតម្រូវអំពីអំណាចវេទមន្តរបស់កញ្ញាលីលៀនហើយក៏លេចមើលមកព្រះរបស់ហេវីគីនៅវិញឡើងដល់កតែម្ដងនេះឡើងហុយសំពងមិនដឹងថាព្រះនៃវេទមន្តបានធ្វើអ្វីដាក់ទៅកាន់ព្រះរបស់ហេវីគីនោះទេរហូតដល់ថ្នាក់ហ្នឹងចំពោះហេវីគីក៏បានប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ផងដែរថាមិនអីនោះទេពាក់ព័ន្ធអំពីកញ្ញាលីលៀនក៏អាចជួយសង្គ្រោះបានដល់ពេលទៅធ្វើឲ្យខ្លោចហើយនៅកញ្ញាលីលៀនពិតជាសប្បាយចិត្តខ្លាំងមែនតើបន្ទាប់ពីឮដំណឹងបែបនេះអំឡុងពេលហ្នឹងស៊ីស្ទឹមរបស់ហេវីគីបានប្រាប់ទៅកាន់ហេវីគីផងដែរឥឡូវនេះស្គីរបស់ហេវីគីដែលមានឈ្មោះថាស្គីផ្នែកជំនាញជាមួយនឹងស្គីការបង្រៀនត្រូវបានផ្អាកដំណើរការជាស្ថាពរសិនមូលហេតុដែលហេវីគីក៏មិនអាចប្រើប្រាស់ស្គីទាំងពីរនេះបាននៅពេលបច្ចុប្បន្ននេះដោយសារតែព្រះនៃវេទមន្តកំពុងតែចាត់ការទៅកាន់ព្រះរបស់ហេវីគីនឹងឯងរីឯព្រះនៃវេទមន្តនៅវិញបន្ទាប់ពីនាងបានសម្លឹងមើលទៅកាន់ហេវីគីនោះនាងគឺមានអារម្មណ៍ថានាងដូចជាធ្លាប់ឃើញទៅកាន់ហេវីគីនៅកន្លែងណាមួយក៏បង្ហាញមកកន្លែងហេវីគីនៅវិញយើងឃើញថាឥឡូវនេះដែរក៏កំពុងតែត្រៀមខ្លួនដើម្បីប្រើប្រាស់ស្គីរបស់គាត់ដែលមានឈ្មោះថាក្រេម៉ូហើយដើម្បីឲ្យគាត់កែតម្រូវវេទមន្តរបស់កញ្ញាលីលៀនដែលកំពុងតែនៅក្នុងខ្លួនរបស់នាងគ្រាន់តែហេវីគីបានប្រើស្គីក្រេម៉ូភ្លាមស្រាប់តែបង្ហាញអំពីសត្វឆ្មាមួយភ្លាមតែម្ដងហើយជាពិសេសនោះសត្វឆ្មាមួយនេះគឺថែមទាំងចេះនិយាយទៀតផងមិនត្រឹមតែប៉ុណ្ណោះទេវាគឺបានណែនាំអំពីឈ្មោះរបស់ខ្លួនឯងក៏មានឈ្មោះថាវីនីដែលត្រូវបានបញ្ជូនមកដោយព្រះនៃវេទមន្តដើម្បីឲ្យនាងទៅបង្រៀនទៅកាន់កញ្ញាលីលៀនពាក់ព័ន្ធអំពីការប្រើប្រាស់វេទមន្តណែនាំអំពីខ្លួនឯងបន្តមកប្រមាណផងក៏ស្រាប់តែត្រូវបានកញ្ញាលីលៀនចាប់អោយដោយសារតែវាគួរឲ្យស្រឡាញ់ខ្លាំងពេកសូម្បីតែហេវីគីក៏បានទៅលេងជាមួយនឹងកញ្ញាលីលៀនដូចគ្នាហ្នឹងមិនមើលសភាពរបស់ខ្លោចកំពុងតែចំណាយដល់កហ្នឹងហាច់សាច់ស៊ីឡើយរីឯឆ្មាវីនីនៅវិញនៅតែបន្តប្រាប់ទៅកាន់ហេវីគី
អញ្ចឹងថាវាត្រូវបានបង្កើតឡើងដោយព្រះនៃវេទមន្តហើយក៏បានបញ្ជូនវាមកទីនេះបើទោះបីជាយ៉ាងណាក៏ដោយហេវិគីនៅពេលនោះគាត់នៅតែបន្តសរសើរទៅកាន់វីនីអញ្ចឹងថាគួរឲ្យស្រឡាញ់ខ្លាំងមែនទែនហើយមិនបាច់មើលទៅកាន់ខ្លោទេក៏ពោលតែចំណាយទៅកាន់វីនីដល់កហើយហាច់សាច់ទីលើអញអើយទ្រាំអត់បានទេសេរីក៏កាប់បង្ហាញមកកន្លែងកញ្ញានៅវិញគឺថាឥឡូវនេះដែរពួកគេទាំងពីរនាក់ក៏ពោលតែងុយទៅក្តៅហើយមិនបាច់មើលទេឡើងទៅទលូនដល់កហើយនេះប៉ុន្តែអេមីនអត់ហ៊ានដាក់ឲ្យមើលនោះទេអ្នកគ្នាតែមើលសាច់រឿងពេញខ្លួនឯងទៅដោយសារតែលបង YouTube របស់យើងគឺអត់ពេញចិត្តទេអាឈុតឆាកអញ្ចឹងអំឡុងពេលហ្នឹងកញ្ញាអេមីលីបានសួរទៅកាន់កញ្ញាស្តេលីពាក់ព័ន្ធអំពីអ្វីដែលឪពុករបស់នាងបានផ្ដោតសម្បត្តិមកឲ្យនាងថាមានរឿងអ្វីកើតឡើងបានជាឪពុករបស់នាងបានសរសេរសម្បត្តិផ្ញើមកឲ្យនាងឲ្យត្រឡប់ទៅអាណាចក្រវិញអញ្ចឹងកញ្ញាស្តេលីបានតទៅវិញផងដែរពាក់ព័ន្ធអំពីរឿងរ៉ាវទាំងអស់នេះនាងគឺមិនហ៊ានប្រាប់នោះទេគឺមានតែចាំឲ្យកញ្ញាអេមីលីនឹងគឺទៅដល់គោសម្ព័ន្ធរបស់ពួកគេសិនទៅបន្ទាប់មកកញ្ញាអេមីលីក៏មានម្ដងថាចង់ដកក្អែឲ្យទៅកាន់កញ្ញាអេវីលប៉ុន្តែកញ្ញាអេវីលបានបដិសេធដូច្នោះហើយធ្វើឲ្យកញ្ញាអេមីលីចាប់ផ្ដើមបាក់ទឹកចិត្តទៀតហើយដោយសារតែនាងមិនអាចបង្កើតមើលបាននោះទេដូច្នោះហើយកញ្ញាស្តេលីចាប់ផ្ដើមធ្វើការនិយាយលើកទឹកចិត្តទៅកាន់កញ្ញាអេមីលីឲ្យពាក់ព័ន្ធអំពីការបង្កើតមើលថាកញ្ញាអេមីលីត្រូវតែខំប្រឹងឡើងអំឡុងពេលនេះគឺជាឱកាសដ៏ល្អខ្លាំងបំផុតដោយសារតែការដកខ្នងឲ្យគ្នាទៅវិញទៅមកនឹងគឺជាពេលវេលាក្នុងការសិក្សាជាមួយគ្នាតែម្ដងដែលឈានទៅរកដែលឲ្យពួកគេទាំងពីរនាក់បានក្លាយជាមិត្តភក្តិជាមួយគ្នាការនិយាយស្ដីការលើកទឹកចិត្តរបស់កញ្ញាស្តេលីត្រូវបានកញ្ញាអេវីលគឺបានស្ដាប់ឮទាំងអស់ហ្នឹងដូច្នោះហើយនាងក៏មានបំណងថាចង់បង្កើតមិត្តជាមួយនឹងអេមីលីផងដែរនិងស្ដីប្រាប់ទៅកាន់កញ្ញាអេមីលីមកទីនេះមកនាងនឹងដកក្អែឲ្យព្រោះថាពួកគេទាំងពីរនាក់អាចនឹងក្លាយជាមិត្តភក្តិជាមួយគ្នាជាមិនខានក៏បង្ហាញនៅព្រឹកថ្ងៃបន្ទាប់យកថាហេវិគីនៅពេលនេះបាននាំពួកគេទាំងពីរនាក់ដើម្បីមកទិញរបស់របរហើយហេវិគីបានទិញអាក្រតនិងលំពេញឲ្យទៅកាន់ខ្លោតព្រោះថានេះគឺជាអ្វីដែលខ្លោតគាត់ចង់បានរីឯលីលីនៅវិញនាងក៏ទទួលបានរបស់ផងដែរដែលនោះគឺជាអាក្រៅនឹងឯងប៉ុន្តែអាក្រៅមួយនេះវាពិតជាមានតម្លៃខ្ពស់មែនទែនដែលម្ចាស់ហាងបានប្រាប់ថាគឺវាមានតម្លៃរហូតដល់25កាក់មាសឯណោះគ្រាន់តែលើតម្លៃភ្លាមធ្វើឲ្យពួកគេទាំងពីរនាក់ភ្នែកឡើងសស្លាយទៅហើយចំណែកខ្លោមើលដំបងឡើយស្មើតកាយក៏ប៉ុន្តែបែរជាគាត់ទៅចាប់ដៃជាមួយនឹងអ្នកលក់វិញហើយក៏បានប្រាប់ទៅកាន់អ្នកលក់ថាវាមានតម្លៃថោកបើទោះបីជាយ៉ាងណាក៏ដោយហេវិគីក៏នៅតែបងប្រាក់អញ្ចឹងព្រោះថានេះគឺជាអ្វីដែលគាត់ចង់ឲ្យអំឡុងពេលហ្នឹងលីលីននេះគឺមានអារម្មណ៍ថាក្រាញ់ចិត្តមែនទែននិងមានអំណរថាយកអាវមួយហ្នឹងឲ្យទៅកាន់ហេវិគីវិញហេវិគីបានតបទៅវិញផងដែរថាអ្វីដែលសំខាន់បំផុតហ្នឹងគឺមិនមែនជាលុយនោះទេគឺជាស្ថានភាពរបស់កញ្ញាលីលីននឹងឯងពូអ្នកលក់បន្តទៅឃើញទាំងវើដ៏ល្អរបស់ហេវិគីបែបហ្នឹងហើយគាត់បានធ្វើការសរសើរទៅកាន់កញ្ញាលីលីនថាឯងពិតជាទទួលបានបងប្រុសដ៏ល្អម្នាក់ខ្លាំងមែនទែនចំពោះហេវិគីគាត់នៅតែបន្តប្រាប់ទៅកាន់លីលីនអញ្ចឹងថាឯងចង់បានអ្វីគឺប្រាប់មកកាន់បងមកដល់ពេលទៅស្រាប់តែលីលីនបានហៅទៅកាន់ហេវិគីថាជាអូនីចាន់មានន័យថាជាបងប្រុសដោយការហៅបែបនេះហើយធ្វើឲ្យហេវិគីក៏មានអារម្មណ៍ថារីករាយខ្លាំងមែនទែនប៉ុន្តែត្រូវបានរំខានភ្លាមៗពីសំណាក់សត្វឆ្មាវីនេះដោយសារតែវាក៏ចង់បានរបស់របរដែរហើយរបស់ដែលវាចង់បាននៅពេលនេះគឺជាផ្លែករបស់សត្វឆ្មានឹងឯងរីឯតម្លៃវិញគឺមិនចាំបាច់និយាយនោះទេគឺមានចំនួនរហូតដល់15កាក់មាសហើយណោះយើងគ្រាន់តែមើលទឹកមុខរបស់ហេវិគីក៏យើងដឹងដែរថាទឹកមុខរបស់គាត់នៅពេលនេះកំពុងតែចិត្តអស់ប្រាក់ហើយនេះបន្ទាប់ពីពួកគេទាំងអស់គ្នាបានទិញរបស់របររួចរាល់ហើយនោះអ្វីដែលពួកគេត្រូវធ្វើបន្ទាប់នោះឆ្មាវីនេះបានប្រកាសថានៅពេលនេះគឺជាពេលវេលាក្នុងការបង្រៀនដល់អ្នករកនេះឲ្យចេះប្រើប្រាស់វេទមន្តហើយសម្រាប់ខ្លោមិនចាំបាច់រៀននោះទេដោយសារតែគាត់គឺមាននាមជាវីរៈបរិសុទ្ធបាត់ទៅហើយក៏ប៉ុន្តែសម្រាប់ហេវិគីជាមួយនឹងកញ្ញាលីលីនត្រូវតែរៀនសូនដោយសារតែអ្នកអំពីនឹងកំពុងតែខ្វះខាតមូលដ្ឋានគ្រឹះដើម្បីក្លាយជាអ្នកផ្សងព្រេងត្រឹមត្រូវជាពិសេសគឺជាការប្រើប្រាស់វេទមន្តរបស់ពួកគេទាំងពីរនាក់តែម្ដងសត្វឆ្មាវីនេះបាននិយាយបន្តដាក់ទៅកាន់ហេវិគីថាហេវិគីគ្រាន់តែទុកក្រេម៉ូរបស់ហេវិគីនឹងឲ្យវាទៅបានហើយហេវិគីក៏ឆ្ងល់តែម្ដងថាក្រេម៉ូនឹងអីគេហើយក៏បានសួរទៅកាន់ស៊ីស្ទឹមរបស់គាត់ស៊ីស្ទឹមរបស់ហេវិគីក៏បានប្រាប់តែម្ដងថាវាគឺជាជំនាញបច្ចេកទេសជាមួយនឹងចំណាត់ថ្នាក់ដ៏កម្រមួយដែលជាលក្ខណៈថា A2 ដើមតែម្ដងដែលធ្វើឲ្យហេវិគីនឹងគឺទទួលបានចំណេះដឹងគ្រប់ប្រភេទតែម្ដងពាក់ព័ន្ធអំពីការប្រើប្រាស់វេទមន្តបន្ទាប់ពីលើដូច្នេះធ្វើឲ្យហេវិគីពិតជាសប្បាយចិត្តមែនទែននឹងសួរទៅកាន់វីនីថាគាត់នឹងគឺអាចរៀនសូត្រពាក់ព័ន្ធអំពីការប្រយុទ្ធឬក៏ការប្រើប្រាស់វេទមន្តតាមមិនទេមានអីស្រាប់តែវីនីគឺបានតទៅវិញឡើងលឿនតែម្ដងថាហេវិគីគួរតែប្រើប្រាស់វេទមន្តលក្ខណៈបែបគ្រួសារទៅដល់ពេលទៅធ្វើឲ្យហេវិគីនៅវិញឡើងគាំងតែម្ដងគឺស្ទើរតែព្រលឹងហោះចេញពីខ្លួនទៅហើយព្រោះថាគាត់ចង់ចេះប្រើវេទមន្តលក្ខណៈបែបប្រយុទ្ធមិនមែនជាលក្ខណៈការងារផ្ទះនោះទេរួចមកវីនីបានប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ថាអំឡុងពេលដែលនាងកំពុងតែវឹកហាត់ទៅកាន់ពួកគេទាំងពីរនាក់ហ្នឹងអ្នកទាំងពីរគឺត្រូវតែហៅទៅកាន់វានឹងគឺថាជាគ្រូអញ្ចឹងហើយពួកគេទាំងពីរនាក់ក៏បានយល់ព្រមតែម្ដងក្រោយមកវីនីបានប្រាប់ទៅកាន់កញ្ញាលីលៀនថាជាដំបូងលីលៀនគឺត្រូវតែចេះអំពីរបៀបក្នុងការគ្រប់គ្រងទៅកាន់វេទមន្តនិងប្រាប់ទៅកាន់ហេវិគីត្រូវតែទទួលខុសត្រូវនៅអ្វីដែលកើតឡើងហេវិគីក៏ឆ្ងល់តែម្ដងថាទទួលខុសត្រូវអីគេមានអីស្រាប់តែវីនីបានខំដៃរបស់ហេវិគីធ្វើឲ្យគាត់គឺស្រែកផ្អើលពេញនឹងតែម្ដងបន្ទាប់ពីខំដៃរបស់ហេវិគីហើយនោះវីនីបានប្រាប់ទៅកាន់លីលៀនពាក់ព័ន្ធអំពីការប្រើប្រាស់វេទមន្តនៅពេលដែលយើងបញ្ចេញវេទមន្តគឺកាន់តែច្រើននោះម៉ាណារបស់យើងគឺកាន់តែអស់ប៉ុន្តែបើសិនជាយើងបញ្ចេញវេទមន្តគឺកាន់តែតិចនោះច្បាស់ខ្លាំងណាស់ម៉ាណារបស់យើងគឺវាមិនអស់ច្រើនទេផ្ទុយទៅវិញវាអស់តិចនឹងឯងនៅយើងងាយយកទៅគឺថានៅពេលដែលយើងប្រើប្រាស់ច្រើនគឺអស់ច្រើនហើយនៅពេលដែលយើងប្រើប្រាស់តិចគឺអស់តិចវីនីបន្ទាប់ពីវាបានប្រាប់ពាក្យព័ន្ធអំពីការគ្រប់គ្រងវេទមន្តហើយនោះវាក៏បានប្រាប់ពីចរន្តរបស់វេទមន្តផងដែរដើម្បីប្រើប្រាស់វេទមន្តឲ្យបានល្អនោះយើងគឺត្រូវតែធ្វើជាមនុស្សម្នាក់ដែលពូកែក្នុងការគ្រប់គ្រងវេទមន្តរបស់យើង
ចរន្តធម្មពលវេទមន្តគឺជាលំហាត់មួយកន្លែងដែលមនុស្សពីរនាក់គឺកាន់ដៃគ្នានៅពេលនោះភាគីទាំងពីរប្រកាសជាទទួលអារម្មណ៍ថាមានលំហធម្មពលវេទមន្តរបស់គ្នាទៅវិញទៅមកនោះគឺជាការដែលតម្រូវឲ្យពួកគេទាំងពីរនាក់គឺរៀនរបៀបក្នុងការគ្រប់គ្រងលំហឲ្យបានល្អប៉ុន្តែច្បាស់ខ្លាំងណាស់ហេវីគីនៅវិញក៏គាត់មិនយល់នោះទេអំពីការនិយាយរបស់វីនីអញ្ចឹងហើយធ្វើឲ្យវីនីពិតជាក្តៅក្រហាយទៅកាន់ហេវីគីមែនទែននិងប្រាប់ទៅកាន់ខ្លោតឲ្យអនុវត្តដោយផ្ទាល់តែម្ដងជាមួយនឹងហេវីគីគ្រាន់តែហេវីគីបានយកដៃរបស់គាត់ដាក់ទៅលើដៃរបស់ខ្លោតនោះក៏ស្រាប់តែមានចំហាយថាអំពើម៉ាណាជាច្រើនបានចេញពីរាងកាយរបស់ពួកគេទាំងពីរនាក់អំឡុងពេលហ្នឹងខ្លោតក៏បានបញ្ចេញម៉ាណារបស់គាត់ក៏កាន់តែខ្លាំងតែម្ដងដើម្បីចូលរាងកាយរបស់ហេវីគីដោយសារតែការបញ្ចូលម៉ាណារបស់គាត់គឺចូលទៅរាងកាយរបស់ហេវីគីដ៏ច្រើនលើសលប់បំនេះហើយដែលធ្វើឲ្យហេវីគីនៅពេលនោះក៏បានចូលទៅដល់ទីតាំងមួយកន្លែងដែលជាការចងចាំរបស់ខ្លោតនឹងឯងដែលភ្លើងរបស់គាត់ក៏ពងតែស្ថិតនៅរាងកាយរបស់ខ្លោតដែលគាត់ក៏បានជួបគ្នាជាមួយនឹងកញ្ញាអែលម្នាក់សម្រាប់ហេវីគីក៏បានដឹងផងដែរថាគាត់ក៏ពងតែស្ថិតនៅក្នុងអង្គចងចាំរបស់ខ្លោតរីឯកញ្ញាអែលដែលកំពុងតែនៅក្បែរជាមួយនឹងខ្លោតនៅវិញនេះគឺមានឈ្មោះថាអាណាស្តាសៀដែលពួកគេទាំងពីរនាក់គឺជាមិត្តភក្តិជាមួយគ្នាតាំងពីតូចរហូតដល់ធំមកម្ល៉េះមិនថាការធ្វើដំណើរទៅណានោះទេពួកគេទាំងពីរនាក់គឺតែធ្វើដំណើរទៅជាមួយគ្នាប្រយុទ្ធក៏ប្រយុទ្ធជាមួយគ្នាការតោក៏ការតោជាមួយគ្នាសោយក៏សោយសប្បាយជាមួយគ្នាក៏ប៉ុន្តែនៅពេលមួយស្រាប់តែអាណាស្តាសៀនេះក៏ចាប់ផ្ដើមផ្លាស់ប្ដូរអត្តចរិតដែលបានវាប្រហារទៅកាន់អ្នករកគ្នាតែម្ដងមិនថាខ្លោតឬក៏អ្នកដទៃនោះទេសម្រាប់ខ្លោតក៏បានត្រឡប់ស្រ័យសួរទៅកាន់កញ្ញាអាស្តាសៀថាហេតុអ្វីទៅក៏ប៉ុន្តែភ្លាមៗស្រាប់តែហេវីគីក៏បានភ្ញាក់ដឹងខ្លួនមកវិញហើយដោយសារតែអ្នករកគ្នាបានដាស់មកកាន់គាត់ខ្លោតក៏ពិតជាសប្បាយចិត្តមែនទែនបន្ទាប់ពីឃើញម្ចាស់របស់ខ្លួនគឺបានភ្ញាក់ដឹងខ្លួនបែបនេះហេវីគីនៅវិញក៏ចាប់ផ្ដើមសួរតែម្ដងថាហេតុអីបានជាគាត់បានធ្លាក់ចូលទៅអង្គចងចាំរបស់ខ្លោតអញ្ចឹងបន្ទាប់ពីលើដូច្នេះភ្លាមខ្លោតក៏បានសុំទោសទៅកាន់ហេវីគីភ្លាមៗតែម្ដងដោយសារតែគាត់បានប្រោសលំហថាមកពោវេទមន្តច្រើនខ្លាំងពេកចូលទៅរាងកាយរបស់ហេវីគីនោះបានជាធ្វើឲ្យហេវីគីនេះគឺបានធ្លាក់ចូលទៅអង្គចងចាំរបស់គាត់ដោយនេះហើយវីនីចាប់ផ្ដើមស្ដីបន្ទោសទៅកាន់ខ្លោតតែម្ដងថាហេតុអីបានជាលេងអីតាណាអញ្ចឹងហ៎រួចមកទៀតវាក៏បានខ្សឹបសួរទៅកាន់ហេវីគីថាបានឃើញអ្វីខ្លះនៅអង្គចងចាំរបស់ខ្លោតហេវីគីបានត្រឹមតែប្រាប់តែប៉ុណ្ណោះថាគាត់អត់ចង់ចាំនោះទេព្រោះថារឿងរ៉ាវទាំងអស់ហ្នឹងវាលឿនខ្លាំងពេកសៃរឺក៏កាប់បង្ហាញនៅពេលល្ងាចយកថាហេវីគីនៅពេលនេះក៏កំពុងតែសម្អាតនៅបន្ទោរបស់គាត់ហើយដើម្បីវឹកហាត់ពាក់ព័ន្ធអំពីការប្រើប្រាស់វេទមន្តលក្ខណៈគ្រួសារនឹងឯងព្រោះថាវេទមន្តលក្ខណៈគ្រួសារបែបនេះវាពិតជាមានសារៈសំខាន់ខ្លាំងមែនទែនក្នុងការរស់នៅប្រចាំថ្ងៃដែលវាប្រៀបបីដូចជាវេទមន្តទឹកវេទមន្តភ្លើងវេទមន្តខ្យល់អីហ្នឹងគឺសុទ្ធតែជាវេទមន្តលក្ខណៈចាំបាច់តែម្ដងក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ហេវីគីក៏គឺពិតជាខ្ជិលខ្លាំងមែនទែនពាក់ព័ន្ធអំពីកាយការទាំងអស់ហ្នឹងដោយសារតែគាត់ហ្នឹងគឺមិនចង់ធ្វើអញ្ចឹងទេប៉ុន្តែវាអត់មានមធ្យោបាយគឺមានតែជំរឿមួយនឹងតែប៉ុណ្ណោះខណៈពេលហ្នឹងអ្នករកគ្នាបានត្រឡប់មកដល់បន្ទប់វិញហើយអំឡុងពេលហ្នឹងដែរខ្លោក៏បានប្រយ័ត្នធ្វើឲ្យទឹកជាច្រើនបានកំពប់នៅទីនោះដូច្នោះហើយខ្លោពិតជាសុំទោសទៅកាន់ហេវីគីមែនទែនដែលគាត់បានបង្កបញ្ហានៅទីនេះហេវីគីបានតតទៅវិញផងដែរថាកុំឲ្យបារម្ភអីព្រោះថារឿងរ៉ាវទាំងអស់នេះវាគ្រាន់តែរឿងបន្តិចបន្តួចតែប៉ុណ្ណោះថែមទាំងសរសើរទៅកាន់ខ្លោថាជាគួរឲ្យស្រឡាញ់ទៀតខ្លោគ្រាន់តែហេវីគីបានសរសើរភ្លាមធ្វើឲ្យគាត់ហ្នឹងគឺមុខឡើងក្រហមប៉ែតែម្ដងមើលសន្ទុះក្រមកយកថាហេវីគីក៏មិនត្រឹមតែសម្អាតនៅក្នុងបន្ទប់របស់គាត់នោះទេសូម្បីតែនៅខាងក្រៅក៏សម្អាតដែរដោយសារតែការសម្អាតដ៏ល្អឥតខ្ចោះរបស់ហេវីគីបាននឹងហើយសូម្បីតែម្ចាស់ផ្ទះនៅពេលនោះក៏បានកោតសរសើរទៅកាន់ហេវីគីផងដែរមិនត្រឹមតែប៉ុណ្ណោះទេម្ចាស់ផ្ទះក៏បាននិយាយប្រាប់ទៅកាន់ហេវីគីថាកិច្ចការដ៏ល្អរបស់ហេវីគីបាននឹងហើយប្រកាសខ្លាំងណាស់នេះនឹងបន្ថែមមហាចច្រើនឲ្យទៅកាន់ហេវីគីគ្រាន់តែម្ចាស់ផ្ទះចាក់ចេញបន្តឲ្យប្រមាណផងក៏ស្រាប់តែខ្លោគឺបានបង្កបញ្ហាទៀតហើយសូម្បីតែសម័យខ្លួនឯងក៏ឆ្ងល់ផងដែរថាហេតុអីបានទៅជាយ៉ាងនេះអញ្ចឹងក៏បង្ហាញនៅព្រឹកថ្ងៃបន្ទាប់យកថាលីលីនៅពេលនេះនាងក៏អាចប្រើប្រាស់វេទមន្តទឹករបស់នាងបានសម្រេចហើយរីឯហេវីគីក៏ត្រូវតែវឹកហាត់ផងដែរពាក់ព័ន្ធអំពីស្នេហ៍បយន្តខ្លោក៏បានប្រាប់ទៅកាន់ហេវីគីផងដែរអាវុធដែលស័ក្តិសមបំផុតជាមួយនឹងហេវីគីគឺជាព្រួញហើយការបាញ់ព្រួញរបស់ហេវីគីលើកដំបូងនេះពិតជាវេទនាក្នុងការមើលមែនទែនដោយសារតែគាត់មិនចេះបាញ់នោះទេបាញ់ខុសជាពិសេសគឺទាញអាខ្សែយឺតនឹងគឺមិនចង់រួចទៀតដូចនេះហើយធ្វើឲ្យហេវីគីក៏ពិតជាឆ្ងល់មែនទែនព្រោះថាគាត់បានឃើញកញ្ញាអេមីលីគឺបាញ់ព្រួញគឺស្រួលខ្លាំងណាស់ប៉ុន្តែនៅពេលដែលគាត់អនុវត្តដោយផ្ទាល់ខ្លួនឯងវិញគឺពិតជាពិបាកមែនទែនបើទោះបីជាណាក៏ដោយក៏សុំទៅកាន់ខ្លោដើម្បីសម្រាប់បន្តិចផងដែរព្រោះថាដៃរបស់គាត់នៅពេលនេះឡើងពងអស់ហើយហ្នឹងខ្លោក៏បានតទៅវិញឡើងលឿនតែម្ដងថាមិនអាចនោះទេដោយសារតែហេវីគីគឺត្រូវតែបន្តវឹកហាត់បន្តទៀតមូលហេតុព្រោះថាហេវីគីគឺមាន skill perfect heal ដូច្នោះគឺមិនពិបាកនោះទេក្នុងការព្យាបាលរបួសដល់ពេលទៅហេវីគីក៏មិនអាចគេចវេះបាននោះទេដែលគាត់នៅតែបន្តវឹកហាត់ក្នុងការបាញ់ព្រួញដដែលហ្នឹងសៃរឿងក៏បង្ហាញមកកន្លែងក្រុមរបស់កញ្ញាអេមីលីនៅវិញយកថាពួកគេទាំង3នាក់បានធ្វើដំណើរមកដល់កន្លែងព្រៃមួយកន្លែងហើយនៅក្នុងការគិតរបស់កញ្ញាអេមីលីនៅវិញនាងក៏ពុតតែគិតផងដែរថានាងពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលនាងបានជួបជាមួយហេវីគីនោះនាងនឹងប្រាប់ទៅកាន់ហេវីគីថានាងទទួលបានមិត្តភក្តិម្នាក់ហើយថែមទាំងធ្វើដំណើរជាមួយគ្នាទៀតផងដែលចុះឡើងពួកគេទាំង3នាក់បានធ្វើដំណើរមកដល់កន្លែងផ្លូវបបាយជាពីរកញ្ញាអេមីលីបាននិយាយថាពួកយើងគួរតែជៀសវាងក្នុងការដើរផ្លូវកាត់ទៅពីព្រោះការធ្វើដំណើរតាមផ្លូវកាត់នឹងជួបប្រទះជាមួយនឹងមន្ទីរបាក់បែកមួយថែមទាំងមានពាក្យចាមរាមបាននិយាយផងដែរថានៅទីនោះគឺមានប្រលឹងខ្មោចឲ្យតែអ្នកណាបានចូលទៅចិត្តកន្លែងមន្ទីរបាក់បែកហើយនោះច្បាស់ខ្លាំងណាស់ប្រលឹងខ្មោចប្រកាសជាមិនលើកលែងនោះទេក្នុងការតាមលងរឿងរ៉ាវទាំងអស់នេះហើយធ្វើឲ្យកញ្ញាអេវីលបានជាចូលចិត្តទៅវិញហើយក៏បានហៅទៅកាន់ពួកគេឲ្យធ្វើដំណើរតាមផ្លូវកាត់ហើយពួកគេក៏តែពិនិត្យមើលកន្លែងមន្ទីរបាក់បែកហ្នឹងទៅឃើញលោកមានទ្រព្យសម្បត្តិនៅទីនោះកញ្ញាអេមីលីគឺមិនបានបដិសេធនោះទេដែលនាងក៏បានយល់ព្រមដើម្បីធ្វើដំណើរតាមផ្លូវកាត់ជាមួយនឹងកញ្ញាអេវីលតែម្ដង
មូលហេតុដោយសារកញ្ញាអេមីលីគឺជាមនុស្សដែលមុខលុយនឹងឯងអញ្ចឹងហើយកំណត់នឹងទ្រព្យសម្បត្តិគឺជារបស់ដែលនាងចូលចិត្តបំផុតអំឡុងពេលនេះគឺមានតែកញ្ញាស្តេលីតែប៉ុណ្ណោះដែលមិនចង់ទៅហើយក៏ពោលតែលួចជេរទៅកាន់កញ្ញាអេវីលពីក្រៅខ្នងហើយនោះត្រឡប់មកកន្លែងក្រុមរបស់ហេវីគីនៅវិញយើងឃើញថាឥឡូវនេះដែរក៏ដល់ពេលវេលាដែលពួកគេគួរតែសម្រាកហើយម្នាក់ដែលចិត្តបន្លែហើយម្នាក់ទៀតកំពុងតែធ្វើម្ហូបលីលៀមបន្តទៅឃើញហេវីគីកំពុងតែស្លោបាប់នឹងនាងក៏បានសុំទៅកាន់ហេវីគីដើម្បីឲ្យនាងជួយស្លោផងដែរដូច្នោះហេវីគីបានប្រាប់ទៅកាន់នាងដើម្បីយកគ្រឿងទេសឲ្យមកគាត់ដើម្បីឲ្យគាត់គឺងាយស្រួលក្នុងការផ្សំទៅកាន់អាហារហើយនៅពេលដែលកញ្ញាលីលៀមបានភ្លក់សឡនោះគឺមានអារម្មណ៍ថាវាពិតជាឆ្ងាញ់ខ្លាំងណាស់មើលសន្ទុះក្រោយមកយកគេថាពួកគេទាំងអស់គ្នាកំពុងតែរៀបចំដើម្បីញ៉ាំអាហារពេលថ្ងៃហើយហេវីគីក៏គ្រាន់តែដាក់ចូលមកភ្លាមគឺចាប់ផ្ដើមខ្គាំងផ្លែតែម្ដងដោយសារតែគាត់បានដឹងថាផ្សិតដែលគាត់បានផ្ដល់ឲ្យទៅកាន់ហេវីគីក្នុងការសម្អាតគឺសម្អាតដល់ស្អាតនោះទេជាពិសេសហេវីគីក៏បានដឹងផងដែរថាក្លោដនោះក៏បានលួចញ៉ាំទៅកាន់ផ្លែប៉ោមជាច្រើនដូច្នោះហើយលីលៀមបានទៅពិនិត្យមើលនៅពីក្រៅខ្នងរបស់ក្លោដហើយក៏ស្រាប់តែឃើញថាមានផ្លែប៉ោមជាច្រើនត្រូវបានខាំក្រោយមកទៀតហេវីគីក៏បាននិយាយថាគាត់ពិតជាទទួលស្គាល់អំពីសមត្ថភាពរបស់ក្លោដមែនតើក្នុងការធ្វើជាអ្នកផ្សងព្រេងមិនថាសម្រាប់ទៅកាន់សាឬក៏កម្ចាត់ទៅកាន់បិសាចនោះទេគឺបាន perfect តែម្ដងប៉ុន្តែតើតែម្យ៉ាងនោះទេក្នុងការធ្វើម្ហូបគឺ0តែម្ដងនឹងឯងបន្ទាប់ពីបញ្ចប់អាហារពេលថ្ងៃហើយនោះក៏ស្រាប់តែ system របស់ហេវីគីបានប្រាប់ទៅកាន់ហេវីគីថានៅពេលនេះដែរហេវីគីគឺទទួលបាន skill មួយទៀតដែរគេឲ្យឈ្មោះថា skill សាប៊ូភ្លាមៗស្រាប់តែ system ក៏បានប្រាប់ទៅកាន់ហេវីគីផងដែរហេវីគីត្រូវតែប្រើប្រាស់ skill ផានទីដោយសារតែមានអ្វីមួយក៏ពោលតែម្ដងទៅកាន់ពួកគេទាំងអស់គ្នាហើយនៅពេលដែលហេវីគីបានឆែកមើលទៅនោះក៏ស្រាប់តែមានការភ្ញាក់ផ្អើលដោយសារតែមានសត្វជ្រូកព្រៃមួយក្បាលក៏ពោលតែបោលមកកាន់ពួកគេហើយដែលគោលដៅរបស់វាគឺជាពួកគេទាំងអស់គ្នានឹងតែម្ដងប៉ុន្តែភ្លាមៗក្លោដក៏គ្រាន់តែប្រើប្រាស់លំពេរបស់គាត់ត្រឹមតែមួយសៀតតែប៉ុណ្ណោះគាត់ក៏អាចសម្លាញ់ទៅកាន់សត្វព្រៃមួយនឹងគឺបានសម្រេចតែម្ដងបន្ទាប់ពីសម្លាប់ហើយក្លោដក៏បានប្រាប់ទៅកាន់ហេវីគីផងដែរថាពួកគេគួរតែសម្អាតឈាមវាឲ្យបានស្អាតទៅនិងប្រឡេះសាច់របស់វាឲ្យបានលើទៅព្រោះថាក្លិនរបស់វាគឺអាចទាក់ទាញសត្វបិសាចជាច្រើនឲ្យមកទីនេះបានកញ្ញាលីលៀមបន្ទាប់ពីលើដូច្នេះនេះក៏មិនចាំដែរក៏បានប្រើប្រាស់វីតាមីនទឹករបស់នាងក្នុងការសម្អាតរាងកាយរបស់សត្វជ្រូកព្រៃបន្ទាប់មកទៀតក្លោដក៏បានប្រកបកុកបិតមួយឲ្យទៅកាន់ហេវីគីដើម្បីប្រឡេះសាច់ជ្រូកព្រៃហើយអំឡុងពេលហ្នឹងហេវីគីក៏ដូចជាមិនចង់ធ្វើប្រមាណទេតែដោយសារតែក្លោដនោះគឺបខំខ្លាំងពេកធ្វើឲ្យគាត់ក៏បានយល់ព្រមទៅក៏បានឲ្យមកកន្លែងកញ្ញាអេមីលីនៅវិញនៅទីអំផុសក្រុមរបស់នាងបានធ្វើដំណើរមកដល់កន្លែងមន្ទីរបែកបាក់នឹងហើយកញ្ញាអេមីលីនិងកញ្ញាស្តេលីបានសម្រេចថាពួកគេទាំងពីរនាក់ត្រូវតែទៅពិនិត្យមើលនៅមន្ទីរបែកបាក់គឺមុនគេតែម្ដងរីឯកញ្ញាអេវីលនៅវិញនេះក៏បានបញ្ចេញវីតាមីនកញ្ចក់របស់នាងហើយក៏បានដឹងផងដែរថានៅទីនេះប្រកាសជាមានពលឺខ្មោចកំពុងតែលាក់ពួនឥឡូវតែស្ទង់មើលបន្តមកប្រមាណផងក៏ស្រាប់តែលើសំឡេងរបស់កញ្ញាអេមីលីនិងកញ្ញាស្តេលីកំពុងតែស្រែកអរពេញហ្នឹងហើយមូលហេតុដោយសារតែកញ្ញាអេមីលីនៅពេលនេះកំពុងតែឆ្លុះអង្វែងជាមួយនឹងទ្រព្យសម្បត្តិដែលនាងបានរកឃើញរីឯកញ្ញាស្តេលីនៅវិញឡើងដល់កតែម្ដងកំពុងតែឆ្លុះអង្វែងជាមួយនឹងដើមទ្រង់របស់កញ្ញាអេមីលីនឹងឯងកញ្ញាអេវីលក៏បានមកដល់ហើយក៏បានឃើញថាតាមពិតទៅនេះគ្រាន់តែជាការបំផន់តែប៉ុណ្ណោះដូច្នោះហើយកញ្ញាអេវីលក៏បានប្រើវីតាមីនរបស់នាងក្នុងការដាស់ទៅកាន់ពួកគេទាំងពីរនេះឲ្យភ្ញាក់ដឹងខ្លួនត្រឡប់មកកន្លែងក្រុមរបស់ហេវីគីនៅវិញក៏ទៅតែបញ្ចប់ក្នុងការប្រឡេះសាច់របស់សត្វជូព្រៃហេវីគីក៏បានសម្រេចថាគាត់នឹងប្រើស្គីរបស់គាត់ក្នុងការសម្អាតរាងកាយសម្រាប់ហេវីគីក៏ចង់អនុវត្តស្គីរបស់គាត់ដាក់ទៅលើក្លោដមុនគេតែម្ដងដែលជាស្គីដែលគាត់ទៅតែទទួលបានប៉ុន្តែក្លោដដូចជាមិនទាន់ជឿចិត្តនោះទេទោះជាណាក៏ដោយស្រាប់តែលីលៀនបានធ្វើការលើកទឹកចិត្តទៅកាន់ក្លោដថាមិនអីនោះទេវាមិនគួរឲ្យខ្លាចនោះទេត្រូវតែសាកល្បងរីមកទៀតយកថាហេវីគីក៏មិនចាំដែរក៏បានប្រើប្រាស់ស្គីរបស់គាត់ដែលមានឈ្មោះថាសាប៊ូនឹងហើយក្នុងការសម្អាតរាងកាយរបស់ក្លោដត្រឹមតែមួយផ្លែតែប៉ុណ្ណោះធ្វើឲ្យរោមរបស់ក្លោដនឹងគឺទន់ល្មើយតែម្ដងអូខេអ្នកគ្នាសេរីរបស់យើងដែលមានចំណងជើងថាឆ្លងភពទទួលបានសមត្ថភាពជាអ្នកវាតម្លៃបន្តអាសន្នភាគទី4គឺការចប់នៅត្រឹមនឹងឯងសម្រាប់ភាគមួយនេះអេមីនពិតជាសុំទោសមែនតើចំពោះការបញ្ចូលសលេងដោយសារការនិយាយរបស់អេមីនដូចជាមិនសូវច្បាស់ប្រហែលទេអញ្ចឹងហើយសង្ឃឹមថាគ្នាយើងនឹងយកអំពីអេមីនផងណាដោយសារតែអេមីនក៏វាមិនចង់អញ្ចឹងដែរវាដល់ថ្ងៃទេហើយម្យ៉ាងទៀតសម្រាប់គ្នាយើងណាដែលមិនតាមបានចូលគ្រប់ Telegram របស់អេមីននោះទេគឺសូមចូលឲ្យទៅដោយសារតែរលដំណឹងផ្សេងៗពាក់ព័ន្ធអំពីអេមីនអីហ្នឹងអេមីនតែតម្លាក់ចូលគ្រប់ហើយអញ្ចឹងហើយគ្នាយើងកុំភ្លេចចូលផងណាជាចុងក្រោយអេមីនមានតែពីជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះសូមឲ្យសំណាងល្អនៅក្នុងឆាតជីវិតការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវនេះដែរខ្ញុំបាទប្រុសស្មោះគឺមានតែប៉ុណ្្នឹងទេបាយបាយចាំជួបគ្នាពេលបន្តទៀតណាបាយបាយ